ជុំរៀបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្ដែងរឿងរបស់ខ្ញុំបាទណូរីបន្ទាប់ពីក្រុមបព្វពួករបស់ឈិននេះបានធ្វើដំណើរមកដល់ពិធីជប់លៀងដែលអធិរាជបានធ្វើដើម្បីគេដាច់ខុនមូកំពុងតែមានគម្រោងការអាក្រក់ដោយសារតែឈិននេះបានធ្វើការសម្លាប់ទៅកាន់ព្រះអង្គម្ចាស់លីដែលជាបុត្ររបស់គាត់បន្ទាប់មកក៏ធ្វើការសួរទៅកាន់ឈិននេះក៏ប៉ុន្តែបើយើងក៏លេចទៅមើលឈិននេះរបស់យើងវិញគឺមិនបានខ្វាយខ្វល់អំពីគេតទៅសោះសូម្បីតែកញ្ញាជាងឆេធ្វើការហៅក៏គេមិនឆ្លើយតបជាមួយនឹងនាងដែរដោយសារតែឈិននេះរបស់យើងបានធ្វើការដេកលក់ឈិននេះរបស់យើងមិនបានធ្វើការឆ្លើយតបជាមួយនឹងគាត់ដែរបណ្ដាលឲ្យស្ដេចខុនមូក៏បានធ្វើការស្រ័យទៅកាន់គេជាខ្លាំងហើយអ្វីបានជាមានចរិតក្អើកក្ទមបែបនេះរួចម៉ៃអឺក៏បានធ្វើការចេញមុខមកព្រមទាំងបានស្រែកដាក់ទៅកាន់គាត់វិញដែលគេហ៊ានមកធ្វើការរំខានទៅដល់លោកមេប៉ារបស់នាងទោះបីតែព្រឹទ្ធាចារ្យទី11ហ្នឹងគាត់ក៏បានធ្វើការនិយាយដែរថាការលេងភ្លេងរបស់ពួកនាងគឺមានសម្លេងឮខ្លាំងពេកតែធ្វើឲ្យគាត់ហ្នឹងគឺចាប់ដើមឈឺក្បាលដូច្នេះហើយបានជាគាត់ធ្វើការដេញពួកនាងឲ្យចាក់ចេញពីទីកន្លែងនេះជាហេតុដែលបណ្ដាលឲ្យដាច់ខួនមូមានការខឹងសម្បារចំពោះអ្នកទាំងពីរជាខ្លាំងទោះបីតែអ្នកកោបង្គាប់របស់គាត់ក៏បានធ្វើការចេញមុខមកផងដែរដោយមើលឃើញថាស្ដេចខួនមូបានធ្វើការបញ្ចេញនៅសកម្មភាពឆាងយូនាងក៏បានធ្វើការចេញមុខមកម្ដងព្រមទាំងពមៀនថាបើសិនបើចង់បង្កនៅសង្គ្រាមគេគួរតែមើលអំពីវត្តមានរបស់អធិរាជនៅទីកន្លែងនេះបើយើងក៏លេចមើលទៅកាន់អធិរាជវិញហាក់បីដូចជាគាត់គ្មានអំណាចតតែសោះដែលអនុញ្ញាតឲ្យស្ដេចខួនមូធ្វើអ្វីស្រេចតែក្បាលរបស់គេរួចគាត់ក៏បានធ្វើការបបួលប៉ាស៊ីឡុងឲ្យមកធ្វើការប្រកួតគ្នាដែលក៏របស់គាត់មានអាហារសនាមថាទឹកខ្យល់ភ្លើងនិងរន្ទះដោយឃើញពួកគេមានអំនួតខ្លាំងពេកម៉ៃអឺក៏បានធ្វើការយកពងជាមួយនឹងពួកគេនិងបានធ្វើការដាក់អាហារសនាមក៏របស់ពួកនាងថាចោលផ្កាព្រិលនិងប្រច័នក៏លេចមកមើលឈើនេះរបស់យើងវិញគិតតែអំពីដេកមិនបានខ្វាយខ្វល់អំពីសកម្មភាពរបស់ពួកគេតតែសោះបន្ទាប់ពីពួកគេបានមកដល់ទីលានប្រកួតកញ្ញាជាងឆេនឹងក៏បានធ្វើការប្រាប់ទៅកាន់ឈិននេះដែលកំពុងតែធ្វើការដេកយើងមានអារម្មណ៍ចម្លែកចំពោះស្ដេចខួនមូជាខ្លាំងមិនត្រឹមតែប៉ុណ្ណឹងនោះទេនាងក៏បានដឹងថានៅទីកន្លែងនេះគឺមាននៅដែនរបស់វីរុសក៏ប៉ុន្តែឈិននេះគ្រាន់តែធ្វើការផ្ដល់សញ្ញាទៅកាន់នាងដោយមើលឃើញថាឈិននេះមិនបានខ្វាយខ្វល់ជាមួយនឹងខ្លួននាងតែបណ្ដាលឲ្យកញ្ញាជាងឆេក៏បានងក់ងល់ព្រមទាំងបានធ្វើការនិយាយបើសិនបើគេមិនខ្វាយខ្វល់នាងក៏មិនខ្វាយខ្វល់ដែរបើយើងក៏លេចមកមើលនៅលើទីលានប្រកួតនេះវិញព្រឹទ្ធាចារ្យទី11បានប៉ះគ្នាជាមួយនឹងបុរសម្នាក់ដែលមានសមត្ថភាពក្នុងការប្រើប្រាស់ថាមពលខ្យល់ដូចជាគាត់អញ្ចឹងបើម៉ៃអឺវិញក៏បានប៉ះគ្នាជាមួយនឹងបុរសម្នាក់ដែលមានសមត្ថភាពក្នុងការប្រើប្រាស់ថាមពលទឹកចំណែកកញ្ញាមឹងយូអ៊ីនិងកញ្ញាឆាងយូវិញក៏បានប៉ះគ្នាជាមួយនឹងបុរស2នាក់ដែលពួកគេអាចធ្វើការរួបរวมគ្នាបង្កើតបានទៅជាថាមពលតែបើការវាយប្រហារទៅកាន់ពួកគេហាក់បីដូចជាការប្រយុទ្ធគ្នារបស់អ្នកទាំងអស់គ្នាមិនទាន់បានដឹងថាពីណាគេមានប្រៀបជាងពីណានោះទេមកមើលឈិននីងដែលបានធ្វើពុតជាដេកនិងធ្វើដូចជាមិនបានខ្វាយខ្វល់ជាមួយនឹងពាក្យសម្ដីរបស់កញ្ញាជាងឆេគេធ្វើបែបនេះដើម្បីតែឲ្យកញ្ញាជាងឆេដេកលក់ងាយស្រួលក្នុងការធ្វើការងាររបស់គេបែបលក្ខណៈឯកជនបន្ទាប់ពីគេធ្វើការពុតខ្លួនរួចមានការឆ្ងល់ជាខ្លាំងថាហេតុអ្វីបានជាពួកគេធ្វើការប្រយុទ្ធគ្នាចំណែកតំណែងតំណងរវាងអ្នកទាំងពីរវិញពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដោយនេះគឺជាឱកាសល្អសម្រាប់ឲ្យស្ដេចខួនមូធ្វើការសងសឹកទៅកាន់ឈិននីងរួចក៏បញ្ចេញនៅព្រលឹងដ៏ទេវភាពរបស់គាត់សម្រុកចូលទៅខាងក្នុងមនសិការរបស់ឈិននីងថាខ្លួនគាត់នៅថ្ងៃនេះនឹងធ្វើការបំផ្លាញនៅព្រលឹងដ៏ទេវភាពរបស់ឈិននីងនិងធ្វើការគ្រប់គ្រងរូបរាងកាយមួយនេះការមានមហិច្ឆតារបស់គាត់ហាក់បីដូចជាគាត់គឺមិនទាន់បានដឹងនោះទេថាមេឃគឺមានកម្ពស់ណារួចស្ដេចខួនមូក៏បានបញ្ចេញនៅវត្តដ៏ញ៉េញ៉ៃរបស់គាត់នឹងចាក់ទម្លុះរាងកាយរបស់ឈិននីងដែលធ្វើឲ្យប្រព័ន្ធប្រកាសអាសន្នពីពេញនឹងចំណែកឈិននីងវិញបែរជាមិនមានការតក់ស្លុតអីបន្តិចសោះគេបែរជាធ្វើការញញើមទៅកាន់គាត់ទៅវិញចំណែកជាងឆេក៏បានក្រោកមកយ៉ាងលឿនបន្ទាប់ពីទទួលបានដំណឹងថាប្រព័ន្ធបានប្រកាសអាសន្ននាងក៏បានដឹងទៀតថាអ្នកទាំងពីរគឺបានធ្វើការប្រយុទ្ធគ្នាបាត់ទៅហើយបន្ទាប់ពីបានចូលមកដល់ក្នុងមនសិការបាបរបស់នាងគឺពោពេញទៅដោយសញ្ញាសួរដោយសារតែមិនបានឃើញអ្នកទាំងពីរគឺនៅទីកន្លែងនេះបានអីឃើញបើឈិននេះបានធ្វើការនាំស្ដេចខួនមូទៅកន្លែងមួយផ្សេងទៀតបាត់ទៅហើយនៅទីកន្លែងនេះគឺជាទីតាំងសម្ងាត់របស់ឈិននេះដែលមាននៅក្នុងមនសិការរបស់គេដែលសូម្បីតែកញ្ញាជាងឆេក៏មិនបានដឹងអំពីទីកន្លែងនេះដែរបន្ទាប់ពីបានឃើញថាឈិននេះបានបញ្ចេញនៅកម្លាំងថាមពលរបស់គេដែលធ្វើឲ្យគាត់ចាប់ផ្ដើមមានភាពតក់ស្លុតជាខ្លាំងនិងធ្វើការអង្វរឲ្យឈិននេះធ្វើការដោះលែងគាត់ចាកចេញពីទីកន្លែងនេះរឿងរ៉ាវដែលគេធ្វើតែប្រមាណម៉ានខ្លួនគាត់នឹងធ្វើការបំភ្លេចវាចោលទាំងអស់ក៏ប៉ុន្តែឈិននេះរបស់យើងវិញបែរជាធ្វើការបញ្ចេញនៅដុំថាមពលធ្វើការសោបយកនៅព្រលឹងដ៏ទេវភាពរបស់គាត់ចូលទៅខាងក្នុងបើសិនបើគាត់ចាកចេញទៅខាងក្រៅកញ្ញាជាងឆេប្រកាសជាដឹងទីកន្លែងនេះជាក់ជាមិនខានដូច្នេះហើយគាត់គួរតែនៅទីកន្លែងនេះហើយដោយយើងគឺមិនទាន់បានដឹងនោះទេ
ថាឈានីរបស់យើងកំពុងតែធ្វើការពិសោធន៍ទៅលើអ្វីក៏លេខមកមើលនៅខាងក្រៅនេះវិញអ្នកក្រៅបង្គាប់របស់ស្ដេចគុណមូ3នាក់ទៅបានចាត់ការរួចទៅហើយនៅឡើយតែបរិសុទ្ធម្នាក់ទៀតដែលធ្វើការប្រយុទ្ធគ្នាជាមួយនឹងព្រឹទ្ធាចារ្យទី11ក៏យុទ្ធគ្នាមិនបានយូរប៉ុន្មានផងអាពេលម្នាក់ហ្នឹងក៏ទៅបានចាញ់នៅក្រោមដៃរបស់ព្រឹទ្ធាចារ្យទី11ចំណែកស្ដេចគុណមូឈរមិនបានយូរប៉ុន្មានផងក៏ទៅបានបាត់បង់ជីវិតនៅនឹងកន្លែងបើអធិរាជវិញបន្ទាប់ពីបានឃើញបែបនេះគាត់បានសើចយ៉ាងក្អាកក្អាយនៅទីបំផុតគេបានបាត់បង់ជីវិតហើយបន្ទាប់ពីឈើនេះបានបំពេញនៅបេសកកម្មបានដោយជោគជ័យប្រព័ន្ធក៏បានដំឡើងនៅកម្រិតអំពូលរបស់គេឲ្យឈានដល់អាណាចក្រទី3កម្រិតទី8បើយ៉ាងឆេវិញមកដេញដោលឈើនេះអំពីរឿងដែលខ្លួននាងមិនបានឃើញពួកគេនៅក្នុងមនសិការឈើនេះបានកុហកថាដោយសារតែនាងគឺមកយឺតពេកហើយខ្លួនគេនឹងគឺបានធ្វើការដោះស្រាយជាមួយនឹងដៃខ្លួនមូបាត់ទៅហើយក៏ប៉ុន្តែដោយសារតែការញញឹមរបស់ឈើនេះដែលធ្វើឲ្យកញ្ញាជាងឆេមានការសង្ស័យចំពោះគេជាខ្លាំងអធិរាជក៏បានរត់មកយ៉ាងលឿននឹងធ្វើការលួចជង្គង់នៅចំពោះមុខឈើនេះដែលគេបានសម្លាប់ស្ដេចខ្លួនមូដែលជាជនក្បត់សូម្បីតែឈើនេះក៏បានដឹងពីគម្រោងការរបស់គាត់ដែលបានធ្វើការខ្ចីដៃរបស់គេដើម្បីសម្លាប់ស្ដេចខ្លួនមូដោយឮបែបនេះអធិរាជក៏បានធ្វើការនិយាយយ៉ាងលឿនថាខ្លួនគាត់គឺស្ថិតនៅក្រោមការគៀបសង្កត់របស់គេដូច្នេះហើយបានជាគាត់ធ្វើការរៀបគម្រោងការដ៏ប្រថុយប្រថានបែបនេះដោយខ្លាចឈើនេះខឹងអធិរាជក៏បានធ្វើការប្រកាសថាចាប់ពីថ្ងៃនេះតទៅរាជវង្សតាក់លាន់នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាសៀនឡុងដែលធ្វើឲ្យឈើនេះចាកចេញពីទីកន្លែងនេះទាំងស្នាមញញឹមចាប់ផ្ដើមនៃសាច់រឿងគេក៏បានបង្ហាញឲ្យយើងឃើញអំពីទស្សនវិជ្ជាដែលមនុស្សស្ថិតនៅក្នុងប៉ាសៀនឡុងធ្វើការស្វាគមន៍ឈើនេះដែលគេបានត្រឡប់មកបាក់វិញវត្ថុដ៏មានតម្លៃដែលមាននៅក្នុងប្រទេសទាំងអស់នេះគឺបានមកពីអាណាចក្រតាក់លាន់ដែលអធិរាជបានធ្វើការប្រគល់ទៅឲ្យឈើនេះរួចឈើនេះបកគោភារកិច្ចទៅឲ្យហាន់ចងធ្វើការកត់ត្រារាល់វត្ថុដែលមានតម្លៃទាំងប៉ុន្មានចូលទៅក្នុងបញ្ជីរួចបញ្ជូនវាចូលទៅក្នុងឃ្លាំងដោយសារតែគេគឺជាមនុស្សដែលមេបាចំនួនមុនទុកចិត្តជាងគេដូច្នេះហើយបានជាឈើនេះទុកចិត្តទៅកាន់ហាន់ចងនិងបកគោភារកិច្ចទាំងអស់នេះឲ្យគេគឺជាអ្នកចាត់ចែងដោយឮបែបនេះហាន់ចងក៏បានគិតនៅក្នុងចិត្តថាសូម្បីតែវត្ថុមានតម្លៃមួយគេក៏មិនបានយកដែរដែលគេពិតជាមិនមែនគិតតែអំពីខ្លួនគេនោះទេហាន់ចងដែលកំពុងតែធ្វើការសុកក៏ទៅបានព្រឹទ្ធាចារ្យទី4ដែលកំពុងតែនៅទីកន្លែងនោះធ្វើការរុញគេចេញបន្ទាប់ពីបានឃើញដេបអសរឈិនសៀនដែលទៅជាព្រឹទ្ធាចារ្យទី11បានមកដល់និងបានស្វាគមន៍គាត់ដែលបានធ្វើដំណើរមកទីកន្លែងនេះរួចម៉ៃអឺក៏បានធ្វើការណែនាំព្រឹទ្ធាចារ្យទី11ទៅកាន់គាត់ដែលចាប់ពីពេលនេះតទៅទេពអសរឈិនសៀនគឺទៅជាប្អូនស្រីរបស់នាងហើយក៏ទៅជាព្រឹទ្ធាចារ្យទី11នៅក្នុងប៉ាសៀនឡុងរួចព្រឹទ្ធាចារ្យទី11ក៏បាននិយាយទៅកាន់ឈើនេះថាគេពេលណាទើបនាំគាត់ទៅជួបមេបាចំនួនទី3បន្ទាប់ពីលើបែបនេះឈើនេះក៏បានធ្វើការដឹកដៃគាត់នាំទៅអាណាចក្រឋានសួគ៌ដើម្បីឲ្យជួបជាមួយនឹងមេបាចំនួនទី3ដែលទៅជាមេបាសៀនធានមិននឹកស្មានដល់ថាគេបែរជាអាចធ្វើការស្វែងរកនៅអាកំបាំងដែលមាននៅក្នុងអាណាចក្រឋានសួគ៌ត្រឹមតែរយៈពេល 2-3 ថ្ងៃប៉ុណ្ណោះមិនត្រឹមតែប៉ុណ្ណោះបាននាំពួកគេឲ្យមកជួបគ្នាម្ដងទៀតរួចគាត់ក៏បានភ្ញាក់ខ្លួនពើបន្ទាប់ពីបាននឹកដល់អាណាចក្រឋានសួគ៌ហើយក៏បានសើចឲ្យឈើនេះធ្វើការនាំគាត់ទៅជាមួយផងនៅពេលដែលមេបាសៀនធានបានជួបជុំគ្នាជាមួយនឹងទេពអសរឈិនសៀនពួកគេទាំងពីរនាក់មានការរំជួលចិត្តជាខ្លាំងហើយឥឡូវនេះគួរតែដល់ពេលដែលគេទៅបានសម្រាប់ហើយបន្ទាប់ពីទៅបានដោះស្រាយនៅរឿងរ៉ាវជាច្រើនកន្លងមកក៏ប៉ុន្តែអំពេចនោះក៏ស្រាប់តែប្រព័ន្ធបានបញ្ចេញនៅបេសកកម្មថ្មីមួយទៀតបកគោទៅឲ្យឈើនេះធ្វើការសម្លាប់បិសាចបេសកកម្មនេះគឺមានរយៈពេលកំណត់ក៏ប៉ុន្តែគេមិនបានបញ្ជាក់នោះទេថាវាគឺត្រូវការចំណាយរយៈពេលអស់ប៉ុន្មានក៏ប៉ុន្តែមនុស្សដែលមាននៅក្នុងប៉ាទាំងមូលគឺមានតែកញ្ញាម៉ៃអឺតែម្នាក់ប៉ុណ្ណោះដែលមកពីអាណាចក្របិសាចហើយនាងក៏ទៅជាមនុស្សចំណិតរបស់ឈើនេះផងដែរថាតើចាំមើលគេអាចធ្វើការដោះស្រាយរឿងនេះបានដោយរបៀបណាបន្ទាប់ពីឈើនេះធ្វើការគិតអស់មួយសន្ទុះគេក៏បាននិយាយឡើងថាហាក់មើលទៅព្យុះភ្លៀងគឺបានមកដល់ទៀតហើយនៅពេលយប់បានមកដល់គេក៏បានបង្ហាញយើងឃើញអំពីទស្សនវិជ្ជាដែលកូនចៅរបស់កញ្ញាម៉ៃអឺកំពុងតែធ្វើការយាមនៅខាងមុខបន្ទប់ងូតទឹកដែលស្ថិតនៅក្នុងសារអនុវត្តច្បាប់ហើយអ្នកទាំង3ក៏កំពុងតែធ្វើការហ្វឹកហាត់ផងដែរដើម្បីកុំឲ្យខ្ជះខ្ជាយនៅពេលវេលាដ៏មានតម្លៃរំពេញនោះក៏ស្រាប់តែគ្នារបស់ពួកនាងត្រូវបានសន្លប់ម្ដងម្នាក់បន្តទុកតែនាងម្នាក់ឯងដែលកំពុងតែមានអារម្មណ៍ភ័យខ្លាចក៏ប៉ុន្តែមិនបានយូរប៉ុន្មានផងនាងក៏ទៅបានវាបហានដោយសារដុំថាមពលខ្មៅមួយដែលធ្វើនាងក៏បានសន្លប់ហើយដុំថាមពលខ្មៅនោះក៏បានហោះចូលទៅខាងក្នុងបន្ទប់ងូតទឹករបស់កញ្ញាម៉ៃអឺដែលកំពុងតែធ្វើការងូតទឹកសម្អាតនៅរាងកាយនាងក៏បានចាប់អារម្មណ៍ដឹងថាមានអ្នកដែលបានលួចចូលមករួចក៏បើកការវាបហានដែលបណ្ដាលឲ្យគេដាច់ខ្លួនក៏ប៉ុន្តែបរមអ្នកនឹងអាចធ្វើការព្យាបាលនៅរូបរាងកាយរបស់គេឲ្យត្រឡប់មកដូចដើមវិញដែលគេគឺមានឈ្មោះថាយៀនស៊ឺដែលទៅជាកូនប្រុសរបស់ព្រះអង្គម្ចាស់
ចាស់នៃអាណាចក្របិសាចមីអឺក៏បានធ្វើការសុំទោសប្រសិនបើនាងបានធ្វើឲ្យគេមានការឈឺចាប់ហើយយើងក៏បានដឹងថាអ្នកទាំងពីរគឺទៅជាគូដណ្ដឹងជាមួយគ្នាដោយការពីមុនពេលយេនស៊ឺហើយនិងឪពុករបស់គេគឺចូលចិត្តមីអឺជាខ្លាំងហេតុបែបនេះហើយបានជាគេបានបញ្ជូនឲ្យនាងចូលទៅកាន់ប៉ាសៀនឡុងដើម្បីធ្វើការលួចយកនៅកំណប់ទ័ពបុរាណដែលជាត្រានេះរបស់ប៉ាសៀនឡុងយកមកបកគោទៅឲ្យគេបើសិនបើនាងមិនទាន់បានធ្វើការស្វែងរកឃើញនោះទេយប់នេះពួកយើងគួរតែនៅជាមួយគ្នាដោយសារតែពួកយើងទាំងពីរនាក់គឺត្រូវជាគូដណ្ដឹងក៏ប៉ុន្តែមីអឺគឺមិនបានពេញចិត្តជាមួយនឹងរឿងទាំងអស់នេះឡើយបានអីពេញចិត្តបើឥឡូវហ្នឹងគឺបានលងស្រឡាញ់ទៅកាន់ journey របស់យើងហើយរួចក៏បានប្រាប់ទៅកាន់គេថានៅថ្ងៃស្អែកនេះនឹងធ្វើការផ្លាស់ប្ដូរព័ត៌មានលម្អិតតាក់ទងជាមួយនឹងកំណប់ទ័ពបុរាណនោះប្រាប់ទៅកាន់គេហើយឥឡូវនេះគឺយប់ចូលហើយមិនមែនជាពេលវេលាល្អនោះទេក៏ប៉ុន្តែគេមិនបានស្ដាប់នៅពាក្យសម្ដីរបស់មីអឺឡើយព្រមទាំងស្ទុះមកច្បាច់ករបស់នាងជាឲ្យពួករបស់គេធ្វើការរុំព័ទ្ធខ្លួនរបស់មីអឺព្រមទាំងបាននិយាយប្រាប់ទៅកាន់នាងថាឥឡូវនេះថ្នាំសណ្ដំកំពុងតែធ្វើការជៀបចូលទៅខាងក្នុងខ្លួនរបស់នាងគេក៏បានពន្លត់ភ្លើងទៀននៅក្នុងបន្ទប់បន្ទាប់ពីបានឮសំឡេងមនុស្សបានមកដល់ទីកន្លែងនេះមីអឺក៏ព្យាយាមបញ្ចេញនៅថាមពលដើម្បីផ្ដល់សញ្ញាទៅឲ្យឆានីឆានីបានចូលមកដល់ខាងក្នុងហើយពេលយេនស៊ឺក៏បានធ្វើការលាក់ខ្លួននៅខាងក្នុងទៀនចំណែកឆានីវិញក៏បានធ្វើការបីតកងមីអឺព្រមទាំងបានធ្វើការនិយាយមើលទៅដោយសារតែនៅក្នុងបន្ទប់នេះងងឹតពេកហើយបានជានាងដួលបែបនេះដូច្នេះហើយចាំគេធ្វើការដុតទៀនដើម្បីឲ្យនៅក្នុងបន្ទប់នេះមានពន្លឺដែលធ្វើឲ្យយេនស៊ឺដែលនៅក្នុងនោះមានការស្រែកជាខ្លាំងដោយរឿងទាំងអស់នេះឆានីក៏បានដឹងដែរបន្ទាប់ពីដាក់មីអឺឲ្យដេកនៅមួយកន្លែងវាក៏ជាឱកាសល្អសម្រាប់ឲ្យយេនស៊ឺផ្លាស់ប្ដូរទីកន្លែងលាក់ខ្លួនរបស់គេបន្ទាប់ពីថ្នាំសណ្ដំដែលមាននៅក្នុងខ្លួនរបស់មីអឺបានបើកដំណើរការនាងក៏ចង់ធ្វើការថើបទៅកាន់ឆានីក៏ប៉ុន្តែគេបែរជាធ្វើការយកស្រាយកទៅឲ្យនាងផឹកទៅវិញដោយនៅក្នុងស្រានេះគឺមានឱសថពិសេសពីរមុខដែលអាចធ្វើឲ្យមីអឺអាចបំបែកនៅអាណាចក្រជាប់គាំងរបស់នាងបានមិនត្រឹមតែប៉ុណ្ណឹងនោះទេថែមទាំងអាចធ្វើការបណ្ដេញនៅថាមពលអាក្រក់ដែលមាននៅក្នុងខ្លួនរបស់នាងបានទៀតផងរួចឆានីក៏បានថាហេតុអ្វីបានជានៅក្នុងបន្ទប់របស់នាងគឺពោពេញទៅដោយទូលាយបែបនេះរួចក៏ធ្វើការបាញ់ថាមពលទៅកាន់យេនស៊ឺដែលកំពុងតែធ្វើការលាក់ខ្លួននិងបានបញ្ចេញនៅថាមពលយកនន្ទះវាបហាទៅមួយតង់ទៀតដែលធ្វើគេធ្លាក់ចូលទៅខាងក្នុងកន្លែងងូតទឹករបស់មីអឺឆានីក៏បាននិយាយថាកន្លែងដែលយើងងូតទឹកហើយយើងគួរតែធ្វើការបង្ហូរទឹកនោះចេញមកខាងក្រៅក៏បញ្ចេញបានដៃភ្លើងដល់ទេវភាពដុតទីកន្លែងនេះដែលធ្វើឲ្យអាពេលយេនស៊ឺទ្រាំលែងបានក៏បានចាក់ចេញមកខាងក្រៅដោយគេគឺមិនចង់មានការប្រយុទ្ធគ្នានោះទេក៏ប៉ុន្តែវាគឺគ្រប់គ្រាន់ហើយរួចគេក៏បានធ្វើការបញ្ចេញនៅអំពូលដ៏ខ្មោះខ្មាញ់ចេញមកក៏ប៉ុន្តែឆានីរបស់យើងគាត់តែធ្វើការបញ្ចេញនៅបិទប្រចាំរបស់គេកាប់ទៅពីស្នៀតក៏អាចធ្វើការបំផ្លាញនៅថាមពលទាំងអស់នោះនិងបានស្ទុះទៅខាងមុខគេយ៉ាងលឿនព្រមទាំងនិយាយថាគេបែរជាហ៊ានធ្វើការប៉ះពាល់មនុស្សដែលស្ថិតនៅក្នុងបាក់សៀនឡុងដូច្នេះហើយគេទៅតែធ្វើការសងវាដោយជីវិតរបស់គេដោយឆានីមិនបានទូឱកាសឲ្យយេនស៊ឺធ្វើការនិយាយបកស្រាយអីបន្តិចតទៅសោះបន្ទាប់ពីបានធ្វើការចាត់ការនៅរឿងទាំងអស់នេះរួចហើយក៏បានធ្វើការដើរទៅកាន់មីអឺព្រមទាំងបានធ្វើការនិយាយថាចាប់ពីថ្ងៃនេះតទៅនៅទីកន្លែងនេះគឺប្រៀបដូចជាផ្ទះរបស់នាងបន្ទាប់ពីបានឮបែបនេះដែលធ្វើឲ្យមីអឺឡើងរំជួលចិត្តនិងបានរត់ទៅអោបឆានីសាច់រឿងគេក៏បានបង្ហាញយើងឃើញអំពីព្រឹត្តិការណ៍ទី4កំពុងតែធ្វើការប្រយុទ្ធគ្នាជាមួយនឹងបរិសអាថ៌កំបាំងម្នាក់យើងក៏បានដឹងថាកាលពីមុនអ្នកទាំងពីរបានធ្វើកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីផ្ដួលរំលំប៉ាសៀនឡុងនិងដណ្ដើមយកកំណប់ទ័ពបុរាណក៏ប៉ុន្តែឥឡូវនេះព្រឹត្តិការណ៍ទី4បែរជាហ៊ានមកធ្វើការប្រឆាំងជាមួយនឹងគេបន្ទាប់ពីបានស៊ីមួយបានដៃរបស់ព្រឹត្តិការណ៍ទី4ដែលបណ្ដាលឲ្យគេក៏បានប្រែក្លាយទៅជារូបរាងដើមវិញរួចគាត់ក៏បានធ្វើការនិយាយថាគេឈប់ធ្វើពុតជាងាប់ទៀតទៅដោយអាពេលម្នាក់ហ្នឹងគឺមិនមានខ្លួនប្រាណនោះទេមានតែឆ្អឹងប៉ុណ្ណោះហើយបន្ទាប់ពីគេបានធ្វើការគុំនៅឆ្អឹងរបស់គេបានមកវិញគេក៏បានធ្វើការនិយាយទៅកាន់គាត់ថាផ្នែកដ៏ទេវភាពរបស់គាត់នៅតែមុតស្រួយដោយការពីលើកមុននិងបានបញ្ចេញនៅបលឹងថាមពលពោះបើការវាបហាទៅកាន់គាត់ក៏ប៉ុន្តែព្រឹត្តិការណ៍ទី4អាចធ្វើការទប់ទល់បានយ៉ាងងាយនិងបានបោះពាក្យសម្ដីទៅកាន់គេថាកម្លាំងថាមពលរបស់គេកំពេចកំពុកបែបនេះបែរជាចង់ធ្វើការគ្រប់គ្រងប៉ាសៀនឡុងបរោះអាកម្លាំងហ្នឹងក៏បានថានេះគ្រាន់តែជាការពំមានតែប៉ុណ្ណោះនៅថ្ងៃខាងមុខប្រកាសជាមាននៅភ្ញៀវជាច្រើនមកធ្វើការលេងនៅទីកន្លែងនេះបន្ទាប់ពីបរោះអាកម្លាំងហ្នឹងបានចាក់ចេញទៅព្រឹត្តិការណ៍ទី4ក៏បានដកយកនៅផ្លាកឈ្មោះដែលបានកត់ត្រានៅឈ្មោះប៉ាក់និងឈ្មោះចលងជាច្រើនហាក់មើលទៅភាពចលាចលការពីលើកមុនបានកើនឡើងម្ដងទៀតហើយមកមើលនៅខាងក្នុងបន្ទប់របស់ឆានីនេះវិញកញ្ញាចាំងឆេកំពុងតែធ្វើការកេនរងនៅបំណែកព្រលឹងដែលនាងបានធ្វើការដាក់ទៅកាន់ទេពអប្សរឈិនសៀនក៏ប៉ុន្តែបន្ទាប់ពីគាត់បានចូលទៅកាន់អាណាចក្រឋានសួគ៌នាងគឺមិនអាចធ្វើការស្កេនរកឃើញនោះទេវាហាក់បីដូចជានៅទីកន្លែងនោះប្រៀបដូចជាប្រព័ន្ធមួយដែលកំពុងតែធ្វើការគ្រប់គ្រងហើយនាងក៏បានធ្វើការនិយាយយ៉ាងភ្ញាក់ផ្អើលថាដូច្នេះពិភពលោកនេះគឺគ្រប់គ្រងដោយប្រព័ន្ធបន្ទាប់ពីនាងបានធ្វើការនិយាយចប់ក៏ស្រាប់តែនាងទៅបាននរណាគេម្នាក់
អ្នកគ្រប់គ្រងដែលបណ្ដាលឲ្យឈរនៅស្ងៀមមួយកន្លែងហើយព្រះអង្គម្ចាស់ទី2ក៏បានធ្វើការដើរចូលមកខាងក្នុងដោយឃើញព្រះអង្គម្ចាស់ទី2បានមកជួបគេមកកន្លែងបែបនេះឈើនីងក៏បាននិយាយអ្នកដែលបានធ្វើឃាតពិតចារទី8ដែលជាពិតចារលីនស៊ូធានមេខ្លងដែលនៅពីខាងក្រោយស៊ឺធានហោហើយនៅមានបងប្អូនជាទីស្រឡាញ់របស់គេសុទ្ធតែជាការរៀបចំរបស់គេពិតមែនដែរទេព្រះអង្គម្ចាស់ទី2ដែលប្រជាជនគោរពស្រឡាញ់រួចគេក៏បានថាពួកយើងទាំងពីរនាក់គឺបានស្គាល់ពីសារបដាគ្នាទៅវិញទៅមកហើយដូច្នេះហើយវាគឺងាយស្រួលក្នុងការនិយាយគ្នារួចក៏បានហៅពីវ័យដែលជាប្រព័ន្ធ system របស់គេឲ្យចេញមកដោយការជិះជែករបស់នាងបន្តិចបន្តួចដែលអាចធ្វើឲ្យក្មេងស្រីម្នាក់នេះជាប់គាំងនិងស្ថិតនៅក្នុងការដេកលក់ហើយគេមិនចង់ឲ្យក្មេងស្រីម្នាក់នេះបាត់បង់នៅជីវិតនោះទេត្រូវដែរអត់ដែលធ្វើឲ្យឈើនេះមានការខឹងជាខ្លាំងដោយមើលឃើញបែបនេះព្រះអង្គម្ចាស់ទី2ក៏បានឲ្យគេត្រជាក់ចិត្តសិនបើសិនមកគេពងធ្វើការសហការជាមួយនឹងខ្លួនគេនឹងពងធ្វើការដោះលែងនាងឲ្យមកដូចដើមវិញដោយឮបែបនេះឈើនេះក៏បានញញឹមមកវិញហើយវាក៏ជាឱកាសល្អសម្រាប់ឲ្យគេបញ្ចេញនៅ system ផ្ទាល់ខ្លួនរួចក៏បានបាញ់ទៅពីវ័យដែលម្ដាយនាងទប់ទៅនឹងជញ្ជាំងរងរបួសជាដំណំដោយឈើនេះបានធ្វើការរងចាំពេលវេលានេះអស់ជាច្រើនឆ្នាំមកហើយហេតុអ្វីបានជាពួកគេមកយឺតបែបនេះដែលបណ្ដាលឲ្យពីវ័យក៏បាននិយាយទាំងការភ្ញាក់ផ្អើលវាគឺអាចទៅរួចបានដោយរបៀបណានាងបានធ្វើការបិទនៅ system របស់គេទាំងសងហើយដែលជាកញ្ញាជាងឆេពេលអង្គម្ចាស់ទី2ក៏បានធ្វើការបើកការវាយប្រហារទៅកាន់ឈើនេះក៏ប៉ុន្តែក៏ត្រូវបានគេគេចផុតនឹងបានដកយកនៅកំភ្លើងរបស់គេបាញ់ទៅកាន់ព្រះអង្គម្ចាស់ទី2ឲ្យខ្ទាចេញទៅខាងក្រៅមិនដឹងជាស្លាប់ឬក៏រស់នោះទេហើយវាក៏ជាវេនរបស់នាងម្ដងក៏ប៉ុន្តែពីវ័យក៏បានធ្វើការនិយាយទៅកាន់ឈើនេះថាប្រសិនបើគេមិនទទួលយកនៅជំនួយរបស់នាងនោះទេគេនឹងត្រូវបាត់បង់អ្វីៗគ្រប់យ៉ាងនឹងបានបញ្ចេញនៅធម្មពលដ៏ខ្លាំងក្លាដែលធ្វើឲ្យឈើនេះបានគ្រាចមកខាងក្រោយវិញនឹងបានស្ទុះទៅវាប្រហារឈើនេះយ៉ាងលឿនក៏ប៉ុន្តែវាគួរឲ្យអាម៉ាស់ខ្លាំងណាស់ដែលនាងត្រូវបានស៊ីអន្ទះជើងរបស់កញ្ញាជាងឆេដែលបណ្ដាលនាងខ្ទាតឡើងផ្កាប់មុខរួចឈើនេះក៏បានយកកញ្ញាជាងឆេដាក់ឲ្យមានរបៀបរៀបរយវិញហើយពីវ័យក៏បានធ្វើការនិយាយថានាងគឺបានធ្វើការកែអានេះរួចទៅហើយថាគេអាចធ្វើការផ្ដួលរលំប្រព័ន្ធដែលមាននៅក្នុងពិភពលោកនេះគឺមានឱកាសតិចជាង1ក្នុង1000លានទៅទៀតដោយពាក្យសម្ដីបែបនេះគេស្ដាប់ឡើងស៊ាំទៅហើយរួចក៏បានបញ្ជូននាងចូលទៅខាងក្នុងប្រព័ន្ធរបស់គេដែលប្រព័ន្ធក៏បានធ្វើការព្រមានថាមានមនុស្សចូលមកលុកលុយហើយក៏មានសម្លេងមនុស្សស្រីបាននិយាយទៅកាន់គេថាឈើនេះគឺមិនអាចធ្វើការបញ្ឈប់វាបាននោះទេនៅថ្ងៃអនាគតប្រកាសជាមានមនុស្សជាច្រើននឹងមកជាមួយវត្ថុបុរាណដ៏ទេវភាពដើម្បីមកសម្លាប់គេគឺជាមេរោគដែលមាននៅក្នុងពិភពលោកនេះឈើនេះក៏បានធ្វើការឆ្លើយតបទៅកាន់សម្លេងនឹងវិញដែលថាបែរជាហ៊ានធ្វើការប្រៀបធៀបភាពឆ្លាតវៃរបស់មនុស្សទៅនឹងមេរោគវាគឺពិតជាគួរអស់សម្ដាយខ្លាំងណាស់ហើយវាគឺជាលើកទី81198របស់ឈើនេះក្នុងការលុកលុយប្រព័ន្ធរួចក៏បានធ្វើការវាយទៅកាន់ពីវ័យឲ្យខ្ទាតបំបីលំហជាច្រើនកន្លែងរហូតតតានាងបានធ្លាក់ទៅដល់កន្លែងមួយផ្សេងទៀតដែលគេមិនទាន់ស្គាល់មើលទៅហាក់បីដូចជានៅទីកន្លែងនេះគឺជាស្ទាប់ខាងក្រោមបង្អស់នៃប្រព័ន្ធរួចពីវ័យក៏បានធ្វើការកោតឡើងមកវិញព្រមទាំងបានផ្លាស់ប្ដូរនៅសម្លេងរបស់នាងថាគេគឺត្រៀមខ្លួនរួចហើយនៅឈើនេះរៀបនឹងធ្វើការវាយប្រហារទៅកាន់នាងម្ដងទៀតទៅហើយក៏ប៉ុន្តែពេលនោះក៏ស្រាប់តែនៅទីកន្លែងនេះក៏បានប្រេះស្រាំនាំគេទៅកន្លែងមួយផ្សេងទៀតដែលជាតតបខាងក្រោមបង្អស់នៃប្រព័ន្ធរបស់ឈើនេះហើយគេក៏បានឃើញនៅបំណែករូបរាងកាយរបស់កញ្ញាជាងឆេក៏នៅទីកន្លែងនេះផងដែរដែលធ្វើឲ្យឈើនេះបាននឹកឃើញនៅរឿងរ៉ាវកន្លងមកដែលបានឆ្លងកាត់ជាមួយនឹងកញ្ញាជាងឆេថាអ្វីៗគ្រប់យ៉ាងគឺសុទ្ធតែមានហេតុផលរបស់វាមុននឹងបញ្ចប់នៅសាច់រឿងគេក៏បានបង្ហាញយើងឃើញអំពីអធិរាជនៃរាជវង្សដៃយ៉នដែលគាត់គឺមានឈ្មោះថាយានហោធានដែលវាគឺគ្រាន់តែជាការចាប់ផ្ដើមនៃហ្គេមតែប៉ុណ្ណោះដោយអធិរាជគាត់ក៏មាននៅប្រព័ន្ធដូចជាឈើនីងផងដែរនៅខាងក្នុងបន្ទប់របស់ឈើនីងនៅដែរយើងក៏បានឃើញអ្នកទាំង3កំពុងតែនៅទីកន្លែងនោះដោយពួកគេកំពុងតែធ្វើការព្យាយាមដាស់ឈើនីងឲ្យភ្ញាក់ឡើងមកវិញកញ្ញាមឹងយូអ៊ីក៏បានធ្វើការនិយាយថានៅមេរៀនទី17ការផ្លាស់ប្ដូរបរិមាណនាំទៅរកការផ្លាស់ប្ដូរគុណភាពតែធ្វើឲ្យម៉ៃអឺមានការខឹងជាខ្លាំងការផ្លាស់ប្ដូរគុណភាពក៏ប៉ុន្តែវាគឺជាការនាំទៅរកនៅសេចក្តីស្លាប់ទៅវិញនោះទេគ្មាននរណាម្នាក់ដែលត្រូវបានអនុញ្ញាតឲ្យប៉ះពាល់លោកមេបកនោះទេលើកលែងតែនាងរួចកញ្ញាឆាងយូក៏បាននិយាយថាការចាំចូលទៅករបស់នាងគឺគ្មានប្រយោជន៍នោះទេខ្លួននាងមាននៅយន្តធម្មពលមួយចំនួនដែលអាចជំរុញស្មារតីខាងវិញ្ញាណឲ្យភ្ញាក់ឡើងមកវិញបានក៏ប៉ុន្តែក៏ត្រូវបានម៉ៃអឺបំផ្លាញនៅយន្តធម្មពលទាំងអស់នោះចោលនិងបានប្រាប់ថាពួកគេទាំងពីរនាក់គួរតែឈប់ទៅដឹងដែរទេថាមេប៉ាឥឡូវនេះគឺកំពុងតែកើតអ្វីនិងបានថាមេរៀនដំបូងដែលមេប៉ាបង្
បង្រៀនគឺជាអ្វីដែលធ្វើឲ្យកញ្ញាមឹងយូអ៊ីក៏បានធ្វើការឆ្លើយថាគឺទៅតែមានការជឿជាក់ទៅកាន់លោកគ្រូបើកញ្ញាឆាងយូវិញគឺចង់ធ្វើដំណើរទៅកាន់រាជធានីដៃយ័នដើម្បីស្វែងរកថ្នាំសម្ងាត់ដើម្បីព្យាបាលឈើនេះតែធ្វើឲ្យម៉ៃអឺក៏បាននិយាយទៅកាន់នាងថាបើសិនបើឥឡូវនេះគឺទៅកាន់រាជវង្សដៃយ័នគឺវាប្រៀបដូចជាការសម្លាប់លោកមេប៉ាថារឿងនេះគឺបុគ្គលឲ្យខ្លួននាងគឺជាអ្នកដោះស្រាយវិធីដោះស្រាយរបស់ម៉ៃអឺនោះគឺទៅធ្វើការអង្គុយពីខាងលើឈើនេះពងទាំងបានធ្វើការនិយាយថាទោះបីជាលោកមេប៉ាមិនភ្ញាក់ដឹងខ្លួនក៏ដោយក៏នាងសុខចិត្តធ្វើការមើលថែគាត់ជារៀងរហូតដែលធ្វើឲ្យអ្នកទាំងពីរមានការខឹងសម្បាជាខ្លាំងដែលនាងកំពុងតែធ្វើការទាញយកផលប្រយោជន៍អំពីលោកមេប៉ាដែលធ្វើឲ្យបទចារទី4នៅខាងក្រៅបានសើចយ៉ាងក្អាកក្អាយទេពអសរឈិនសៀងក៏បាននិយាយថាមេប៉ាបែរជាធ្លាក់ខ្លួនឈឺក៏ប៉ុន្តែទេពអសរឈិនសៀងមិនទាន់បានធ្វើការសងគុណទៅកាន់មេប៉ាសៀនធានរួចអស់នោះទេដែលធ្វើឲ្យគាត់ពិបាកចិត្តជាខ្លាំងដំណើរបទចារទី4វិញក៏បានធ្វើការនិយាយផងដែរថាបើសិនបើមិនមានអ្នកស្នងតំណែងរបស់ប៉ាសៀនឡុងតើអាចឲ្យគាត់ចូលទៅកាន់អាណាចក្រឋានសួគ៌បានដោយរបៀបណានិយាយមកស្មានតែនៅទៅកាន់ឈើនេះតែតាមការពិតគ្រប់យ៉ាងគឺដើម្បីតែបានចូលទៅកាន់អាណាចក្រឋានសួគ៌រំពេចនោះបទចារលីនសៀវធៀងក៏បានរត់មកយ៉ាងបញ្ញាបញ្ញាក៏ប៉ុន្តែគាត់បែរជាដកយកនៅកែវឆ្លូតដែលបាក់បែករបស់គាត់យកមកមើលការឆ្លោះគ្នារបស់អ្នកទាំង3ទៅវិញថាលោកមេប៉ាគឺពិតជាសំណាងខ្លាំងណាស់រួចក៏បញ្ញាកវីក្បាលយ៉ាងលឿននឹងបានធ្វើការផ្សាយទៅកាន់ឈើនេះបេសកជនរបស់រាជវង្សដៃយ័នគឺបានធ្វើដំណើរមកដល់ហើយមកមើលនៅក្នុងមនសិការរបស់ឈើនេះវិញគេកំពុងតែធ្វើការសរសេរកម្មវិធីឡើងវិញដើម្បីបញ្ជូនធម្មពលរបស់ពីវ័យទៅកាន់ជាងឆេបន្ទាប់ពីបានធ្វើរួចរាល់របស់ពីវ័យក៏បានខ្ទាតតខាងមុខបំណែកប្រព័ន្ធដែលឈើនេះបានចាប់យកមកឃុំឃាំងបន្ទាប់ពីបែរមុខមកក៏បណ្ដាលឲ្យបំណែកនៃប្រព័ន្ធមានការភ្ញាក់ផ្អើលជាខ្លាំងព្រមទាំងនិយាយថាប្រសិនមកគេខ្លាយទៅជាសត្រូវរបស់ឈើនេះក៏ជាមានមហន្តរាយដល់ខ្លួនឯងជាក់ជាមិនខានក៏លេខមកមើលកញ្ញាជាងឆេនេះវិញក៏មាននៅកងវងអេឡិចត្រូនិកដែលមានសមត្ថភាពក្នុងការ upgrade ឲ្យនាងដោយឈើនេះបានបញ្ចូលនៅអំណាចធម្មពលរបស់ឋានសួគ៌អំណាចនៃការបង្ក្រាបអ្វីៗគ្រប់យ៉ាងនិងបទពិសោធន៍គ្មានដែនកំណត់ចូលទៅខាងក្នុងខ្លួនរបស់កញ្ញាជាងឆេដែលធ្វើឲ្យបំណែកនៃប្រព័ន្ធដែលឈើនេះបានយកមកឃុំឃាំងមានការញាក់ផ្អើលចំពោះការបង្កើតរបស់គេជាខ្លាំងដែលគេអាចធ្វើបែបនេះបានបន្ទាប់ពីធ្វើការ upgrade ទៅឲ្យកញ្ញាជាងឆេរួចរាល់ដែលធ្វើឲ្យនាងមាននៅរូបរាងស្អាតជាងមុនតែគេបានបន្ថែមនៅកងរង្វង់ធម្មពលនៅពីខាងក្រោយបន្ទាប់ពីដឹងខ្លួនភ្លាមនាងក៏បានចាប់បានសញ្ញាដែលបង្កគ្រោះថ្នាក់និងបានស្ទុះទៅការពារឈើនេះយ៉ាងលឿនបន្ទាប់ពីបានឃើញថានេះវាគ្រាន់តែជាបំណែកនៃរូបរាងកាយរបស់ប្រព័ន្ធដែលធ្វើឲ្យនាងភូចិត្តជាខ្លាំងបន្ទាប់ពីបានឃើញថារាងកាយរបស់នាងមានលក្ខណៈខុសប្លែកពីលើកមុនដែលបណ្ដាលនាងក៏បានថាឲ្យឈើនេះថាគេគឺបានលួចយកនៅការគ្រប់គ្រងរបស់ប្រព័ន្ធអំពីនាងអ្វីទៀតហើយដោយនាងគឺមិនយកអ្វីដែលបានកើតឡើងចំពោះគេនោះទេក៏ប៉ុន្តែនាងគឺជាជាងឆេបានជួយគេដោយស្មោះហើយតែងតែឈរនៅជួរមុខក្នុងសមរភូមិហេតុអ្វីបានជាគេមិនទុកចិត្តនាងតទៅសោះក៏ប៉ុន្តែឈើនេះគ្រាន់តែញញឹមដាក់នាងព្រមទាំងបាននិយាយយ៉ាងសុភាពថាចាប់ពីពេលនេះតទៅខ្លួនគេនឹងមិនសង្ស័យនាងទៀតនោះទេក៏ប៉ុន្តែជាងឆេបែរជាថាគេមិនបានវាប្រហារដោយវីរុសនោះទេក៏ប៉ុន្តែប្រហែលជាខួរក្បាលរបស់អ្នកបានឈួតទៅហើយឈើនេះខ្ជិលខ្វល់នឹងពាក្យសម្ដីរបស់នាងហើយក៏បានសួរថាតើនាងគឺដឹងថាខ្លួនឯងគឺជានរណាដែរឬទេក៏ប៉ុន្តែនាងបែរជាឆ្លើយថាខ្លួននាងគឺជាអ្នកណែនាំផែនការជីវិតរបស់គេជាមនុស្សតែម្នាក់គត់ក្នុងโลกដែលអាចធ្វើការជួយគេបាននិងជាមនុស្សដែលជិតស្និទ្ធជាមួយនឹងគេបំផុតរួចសម្លេងរបស់ប្រព័ន្ធក៏បានធ្វើការប្រកាសថាការកែប្រែប្រព័ន្ធបានបញ្ចប់រួចបំណែកប្រព័ន្ធដែលឈើនេះបានចាប់យកមកឃុំឃាំងនោះក៏បានសុខចិត្តស្ថិតនៅក្រោមការបញ្ជារបស់ឈើនេះហើយយើងក៏លេចមកមើលនៅខាងក្រៅនេះវិញបេសកជនដែលមកពីរាជធានីដៃយ័នបានធ្វើការប្រកាសថាវាគឺដល់ពេលដែលមានការប្រកួតគ្នារវាងបកនីមួយៗដើម្បីចូលរួមជាមួយនឹងរាជវង្សដៃយ័នហើយរូបរាងកាយរបស់ឈើនេះក៏ត្រូវបានពួកគេនាំមកទីកន្លែងនេះដើម្បីកុំឲ្យមនុស្សដែលមកពីរាជវង្សដៃយ័នមានការសង្ស័យហើយម្នាក់ស្រីនេះមានឈ្មោះថារ៉ឡានជាមេបញ្ជាការអង្គរៈនៃរាជវង្សដៃយ័នដោយសារតែឈើនេះមិនបានមកធ្វើការយកនៅរាជសារនេះដែលធ្វើឲ្យនាងក៏បានធ្វើការនិយាយឡើងថាអាសៀនឡុងប្រហែលជាចង់រកឱកាសសង្គ្រាមមួយនឹងរាជវង្សដៃយ័នបានជាហ៊ានធ្វើបែបនេះបន្ទាប់ពីបានលើសម្ដីក៏ឃ្លឿនបែបនេះដែលធ្វើឲ្យម៉ៃអឺក៏បាននិយាយឡើងថាគ្រាន់តែជារាជវង្សតូចមួយបែរជាហ៊ានមកធ្វើការគំរាមកំហែងមកកាន់ប៉ាអាសៀនឡុងដែលធ្វើឲ្យនាងគិតថាប៉ាអាសៀនឡុងអាចធ្វើការរួបរวมគ្នាបានចាប់តាំងពីពេលណាសូម្បីតែសៀវម៉ៃក៏និយាយជំនួសនេះពេលឡូវនេះគឺត្រូវតែធ្វើការកម្ចាត់គេចោលរួចក៏បានធ្វើការស្ទូទៅយ៉ាងលឿននិងបានធ្វើការបង្កនៅពេលវេលានៅទីកន្លែង
ន្លែងនេះឲ្យនៅមួយកន្លែងរៀបនឹងធ្វើការសម្រាប់ឈើនីងទៅហើយក៏ប៉ុន្តែរោមពេជ្រនោះឈើនីងក៏ស្រាប់តែដឹងខ្លួនឡើងមកវិញព្រមទាំងបាញ់នៅធម្មពលដែលបណ្ដាលឲ្យនាងបានខ្ទាតក៏ឡប់ទៅខាងក្រោយវិញសូម្បីតែកូនចៅរបស់នាងគ្រាន់តែទៅនៅចំហាយធម្មពលរបស់ឈើនីងក៏បានរលាយខ្លួនស្លាប់ចំណែកព្រះចាលីនសៀវធានក៏បានរអិលធ្លាក់ចុះមកខាងក្រោមរួចឈើនីងក៏បានធ្វើការនិយាយថាខ្លួនគេបានសម្លាប់នៅកូនប្រុសរបស់គាត់ទាំងពីរនាក់អស់ទៅហើយក៏ប៉ុន្តែគាត់បែរជាមិនទាន់រៀននៅមេរៀនរបស់គាត់ព្រោះឡានរៀបនឹងនិយាយទៀតទៅហើយក៏ប៉ុន្តែក៏ទៅបានហានជាប់ភ្ជង់ដាវជាប់ព្រមទាំងទៅបានស៊ីមួយខ្សែតៃរបស់កញ្ញាមីដែលបណ្ដាលនាងក៏ញាប់បញ្ញាចាចេញពីទីកន្លែងនេះរួចឈើនីងក៏បានឲ្យអ្នកទាំងអស់គ្នាចេញទៅខាងក្រៅដោយសារតែគេគឺនៅជួបមនុស្សម្នាក់ឲ្យលើបែបនេះភ្លាមព្រះអាចារ្យលីនសៀវធានក៏បានខ្សឹបទៅកាន់មីថាហាក់មើលទៅលោកមេប៉ាក៏ជាចង់នៅជួបមនុស្សសំខាន់ណាម្នាក់ជាមិនខានគ្រាន់តែធ្វើការនិយាយចប់ភ្លាមក៏បានស្រែកថាហេតុអ្វីបានជានាងបានវាយមកកាន់គាត់ធ្វើអីដឹងខ្លួនឯងហើយបើឈើនីងវិញក៏បានធ្វើការនិយាយទៅកាន់បលាំងនេះដែលគេកំពុងតែធ្វើការអង្គុយពីលើថាខានជួបគ្នាយូរហើយអតីតមេបច្ចាស់ដែលធ្វើឲ្យគាត់ក៏បាននិយាយថាគេគឺអាចដឹងបានដោយរបៀបណាចាប់តាំងពីឈើនីងបានដឹងអំពីវត្តមានរបស់មេបៈជំនាន់ទី9ដែលមានព្រលឹងសេះសល់របស់គាត់នៅក្នុងបលាំងជាហេតុដែលធ្វើឲ្យគាត់ក៏បានធ្វើការបែរខ្លួនទៅជានាគមាសព្រមទាំងបាននិយាយថាខ្លួនគាត់នឹងយករាងកាយរបស់គេយកមកគ្រប់គ្រងដើម្បីធ្វើការបើកសោកំណត់ម្ដងទៀតក៏ប៉ុន្តែនេះគ្រាន់តែជារាងកាយខ្លួនរបស់ឈើនីងតែប៉ុណ្ណោះគេបានដឹងមុនរួចទៅហើយថារឿងរ៉ាវទាំងអស់នេះប្រកាសជាកើតឡើងរួចប្រព័ន្ធដែលមានរូបរាងដូចជាខួរក្បាលនឹងក៏បានធ្វើការនិយាយទៅកាន់ឈើនីងថាតើការបង្កើតរបស់គេអស្ចារ្យអត់ឈើនីងគាត់តែធ្វើការឆ្លើយថាវាគឺមិនអាក្រក់នោះទេមេប៉ាចំនួនទី9បន្ទាប់ពីបានឃើញឈើនីងហើយក៏បានធ្វើការសម្មុខចូលទៅយ៉ាងលឿនព្រមទាំងបានស្រែកថាខ្លួនគាត់នឹងដណ្ដើមយកនៅរូបរាងកាយមួយនេះក៏ប៉ុន្តែក៏ទៅបានចាំងឆេបាញ់គាត់ឲ្យខ្ទាតត្រឡប់ថយទៅក្រោយវិញហើយក៏បានប្រាប់ទៅឈើនីងថាបរិសុទ្ធចំណាស់នេះទោះឲ្យបងគឺជាអ្នកចាត់ការវាគឺជាអំណាចនៃកំណប់បុរាណវាគឺពិតជាអស្ចារ្យខ្លាំងណាស់រួចគាត់ក៏បានធ្វើការបញ្ចេញនៅកម្លាំងធម្មពលរបស់គាត់ពេញលេញធ្វើការសម្រុកចូលទៅម្ដងទៀតចំណែកកញ្ញាចាំងឆេវិញក៏បានបញ្ចេញនៅក្បាលរបស់ពីរវ័យធ្វើជាអាវុធរបស់នាងដើម្បីវាយប្រហារទៅកាន់មេប៉ាចំនួនទី9ដោយគាត់គឺមិនអាចមើលឃើញកញ្ញាចាំងឆេនោះទេក៏ប៉ុន្តែគឺអាចមើលឃើញនៅក្បាលរបស់ពីរវ័យហេតុបែបនេះហើយបានជាគាត់អាចបើកការវាយប្រហារទៅកាន់ក្បាលរបស់ពីរវ័យដែលទៅជាអាវុធរបស់កញ្ញាចាំងឆេបានបន្ទាប់ពីនាងបានគេចផុតក៏បានធ្វើការបាញ់ទៅកាន់គាត់ពីខាងក្រោយដែលបណ្ដាលឲ្យមេប៉ាចំនួនទី9គ្រាន់តែរងរបួសស្រាក់ស្បែកបន្ទាប់មកគាត់ក៏បានដេញវាយប្រហារទៅកាន់ក្បាលរបស់ពីរវ័យម្ដងទៀតដែលបង្កឲ្យមានការបំផ្ទុះធម្មពលពីពេញអាកាសមួយសន្ទុះក្រោយមកគាត់ក៏អាចធ្វើការកំទេចនៅក្បាលរបស់ពីរវ័យបានមួយចំនួនរួចក៏បានធ្វើការសើចយ៉ាងអាក់អាយថាអំណាចធម្មពលរបស់កំណប់ទ័ពបុរាណនេះគឺពិតជាអស្ចារ្យចំណែកកញ្ញាចាំងឆេវិញបានបាញ់នៅកម្លាំងធម្មពលទៅគាត់ពេញទំហឹងរួចក៏បានសួរទៅកាន់ឈើនីងថាតើគេគឺបានធ្វើអ្វីមកកាន់នាងជាសម្ងាត់ហេតុអ្វីបានជាខ្លួននាងឥឡូវនេះមាននៅកម្លាំងខ្លាំងជាងមុនបើយើងក៏លេចមកមើលមេប៉ាចំនួនទី9នេះវិញគឺមិនមានរឿងអ្វីកើតឡើងចំពោះគាត់នោះទេដោយសារតែរាងកាយមួយនេះបង្កើតឡើងដោយឆ្អឹងនេះដែលមានអាយុកាលរាប់ពាន់ឆ្នាំដោយឃើញបែបនេះចាំងឆេក៏បានបញ្ចេញនៅអាវុធចុងក្រោយរបស់នាងដែលជាកាណុងកាំភ្លើងប្រហារនាងបន្ទាប់ពីបើកដំណើរការរួចរាល់វាក៏បានធ្វើការសូបយកនៅធម្មពលដែលមាននៅជុំវិញបរិវេណនេះបើកការវាយប្រហារទៅកាន់គាត់ដែលសូម្បីតែរបាំងការពារក៏មិនអាចរារាំងនៅការវាយប្រហារដ៏ខ្លាំងក្លាមួយនេះបាននោះទេដែលបណ្ដាគាត់រងរបួសជាខ្លាំងសូម្បីតែចង់ងើបក៏មិនអាចងើបរួចដែរហើយគាត់ក៏បានគិតថាតើការខិតខំប្រឹងប្រែងរបស់គាត់ទៅបានបញ្ចប់នៅត្រឹមថ្ងៃនេះមែនដែរទេចាំងឆេរៀបនឹងធ្វើការផ្ដាច់ជីវិតគាត់ទៅហើយក៏ប៉ុន្តែក៏ត្រូវបានឈើនេះហាមឃាត់និងបានប្រាប់ទៅកាន់នាងថាឥឡូវនេះគឺគាត់មិនមែនជាសត្រូវរបស់ពួកយើងនោះទេប៉ុន្តែនៅថ្ងៃអនាគតក៏មិនប្រកាសដែរនឹងបានដើរទៅរកគាត់ព្រមទាំងឲ្យគាត់រៀបរាប់អំពីព្រឹត្តិការណ៍ដែលបានកើតឡើងពីអតីតកាលកាលពី155ថ្ងៃមុនយើងក៏បានឃើញបរិសុទ្ធចំណាស់ម្នាក់ដែលគាត់គឺមានឈ្មោះថាឈិនហុងស៊ីងដែលទៅជាមេប៉ាចំនួនទី9ដោយគាត់គឺបានបញ្ចេញនៅធម្មពលដ៏ខ្លាំងក្លាដើម្បីបញ្ចូលទៅការកំណប់ទ្រព្យដែលទៅជាត្រានាគហើយគាត់ក៏បានធ្វើការរៀបរាប់ថាដើម្បីតែធ្វើការបើកវាមេប៉ាគោកចំនួនគឺត្រូវបានស្លាប់សូម្បីតែអ្នកខ្លាំងជាងគេដែលនៅក្នុងពិភពលោកនេះក៏ត្រូវបានស្លាប់ដោយសារតែវាគឺបានធ្វើការសូបយកនៅកម្លាំងធាតុរបស់ពួកគេរួចគាត់ក៏បានធ្វើការបញ្ចេញនៅធម្មពលដ៏ខ្លាំងក្លារបស់គាត់ម្ដងទៀតបញ្ចូលទៅខាងក្នុងគុជនាគជាហេតុដែលបង្កើតឲ្យមានការផ្ទុះនៅធម្មពលដ៏ខ្លាំងក្លាខ្សែភេទទៅខាងលើចំណែកហាន
ช่วงกับบ้านเคยปีปฏิการได้บ้านการล้างแต่งออกนี่ฟองได้ให้เกี่กับบ้านเกิดแทลูกครูบอกคลุ้นคือกระปงตายทั่วแก้มใบโนกับมาฟักขาดจีหายได้เพื่อเอาตอนในแก้มทานสู้บ้านการล้างโดยเกี่คือบ้านดังนุเตทากำลังทำโปแต่งออกนี่คือบ้านเจนปีเมป้าหงสิงบอลต่อปีก่อนบ้านทั่วแก้มมันโจนเอาทำโปรุ่ยร้อนก็บ้านบ้าดำเนินแก้ววีตามใบมือทากอมนอบต่ออยู่หมดปอนชนามนี่คือมินแอนกับบ้างไว้ก็บรรต้าวีกับบ้านทั่วแก้มปั่นใส่บนปอมตัวโยกก็ทั่วชีมันจานนุเตมันเติมตาปนังกับบ้านทั่วแก้มโซยงเนอทำโปวิญญาณบอกก่อนโนขังกราวในวิญญาณช่วงมาเรียกแก้ต่อกันก็แทเกี่กับปงตายทั่วดำน้าเตอสมมติขังทบตามใบกับจันโนกมเจ้าได้บ้านมังกรโนแก้มมังเพลย์บันพลายโนขนมดำบอลโนบอลต่อปีก็บ้านลือบามนี้ให้กับบ้านเฮาเกี่ยวโจโมหางขนมอ่อยเลื่อนก็ปันใต้โดยซาตายกำลังทำโปได้บ้านสายพีเจมขังกราวจีให้ทั่วเกี่บ้านเตียดนึงเหมือนบ้านลือโนแก้สายเฮาบอกก่อนโนเตบายจีในใจแต่การกอดแทจับตั้งปีลูกครูกุมปงตายทั่วแก้มันโดนโนแก้ฟักแฮททุนเกี่นึงมันหนุ่มแคนลูกครูโนเตบอลต่อปีสำเร็จในการขนมบ้านสงบสงัดแทนจ้องแมนออฟออซาโตต่อกันได้บ้านทั่วแก้ฉลองกันโนแก้สารวองบอทานสู้บ้านต่อจุกเจบาเย็นเลยมือเมปาของซินีไว้บ้านทั่วแก้จีต่อกันเกอาจังไรโยหนึ่งบ้านทั่วแก้ใส่ผมออยเกจะเจงไอรวมไปนู่ก็ซับตายบ้านเล็กเจนโนบันแต่ชิบิภพโลกบ้านโจเตอร์ขังขนมปปอนได้บังกาบ้านโตจีลูกเรียงใกล้บอมหนูได้จีเรียงใกล้บอเฉินนิงก็บ้านดังทางครูนไอคือมันไอเกเจนปีที่กลายนี้บ้านโนเตจีให้ได้ก็บ้านกะเลยเมื่อโนจุ่มวิญป่าเวนี่ก็บ้านกะเลยโตเคยมาหลังนี่ก็บ้านมันโจโนบเรื่องได้เซซอบอกก็โจเตอร์ขังขนมเวียปมแต่งบ้านทั่วการเย่ทายื่งคือจีนแนวกำลังวิสนาบอกครูนไอหนึ่งบ้านในเย่มวยยื่งมันเอาเนี่ยโมกจุ่มนูกันไหลขยมโนเตสำเร็จจงคอยมันไม่นี่ก็บ้านทั่วการสไลอย่างคลั่งจีให้ได้ทั่วเปิดใจที่ผมไว้ไม่กันยาช่างยูหนึ่งเปิดใจที่ผมบุญบ้านในเย่ทาวิคือไอตัวเรียบ้านดอยเบียบเนี่ยได้ลูกเมป้ามาบอกโกดำในอ้อยเตอเนี่ยดอยดอยเปิดใจที่ผมบุญนั่นคือก้อนบ้านบัดบองจุดเตยบ่ากดเนี่ยนู่มันโจเตอขังนงเรื่องกายบอเฉินดิจอมในเปลืองบอกก่อนได้โนเซซอวิ่งก่อแมนโจเตอแหลกคลุ้นเนอขังนงบาลังนี่เธอนี่ประหารจีวิสนาบอกก่อนได้บ้านกำลังมกโดยเฉยก็รู้โนโดยจีนนงทานรู้มันจอมรู้สลับมันจอมสลับดอยเหมือนไอ้ทั่วดำนาเตอไปพบขังเก่าบ้านเตอมูโนขังนงไปพบดอกบอลต่อไปบ้านเรื่องปีแก่ลงมาบอกก็เฉินนี่กับบ้านใหญ่แบบแทนก็เหล่านี้ไอ้สมระบ้านมวยใหญ่ติดดอยซาตาเฉินนี่บ้านมันโจนโนกำลังทำปวดบอกเก๋ดอใบกาเปียบเรื่องได้ค่อยแค่เราบอกก่อนหายเก๋ก็ไปให้จีแอนโรคโนเรื่องกายทำไมบอกอ้อยกอดแมนจีให้กับบ้านทั่วอ้อยไม่ป้าจำนวนที่ผมบ้วนกับบ้านสงบเจ็บเฉินนี่กับบ้านป้าตะการกันยาแจงเชตาจะไปทำงานนี้ต่อโต๊ะบ่ปอนบ่เยอะหนึ่งโต๊ะบ้านเฮาแทผูกลูกบ่เยอะเลยบ่เมื่อนกนงมันโตบ่เปิดใจที่ผมใบนี้ไว้ก็กำปงตายทั่วการได้นึกตกการบ่เรื่องที่ปีบอกกอดบอลต่อไปก็บ้านได้ใบมุกโมกโรคเฉินนิ่งก็กับบ้านเคยตึกมุกดอกับนายบอกเกจีให้ทั่วก้อนมีการเรียงเพียบเอาบันไตไปกับบ้านแท้ให้ไว้บ้านจีเกมกตีกันหลายนี่ดอยปปอนบ่เฉินนิ่งนั่นคือบ้านมันเจียแท้ก้อนนั่นคือเจียมนื้อหรืองีเงอบอลต่อไปบ้านเคยทาเฉินนิ่งบ้านใหญ่สุดได้เอาไว้ก็กับบ้านเกิดเอามวยสิตัวไว้กับบ้านทั่วการเย็นกันเกบ่เส้นบ่ไม่ป่าจอกลุนเกคือทั่วไว้กับดอยก็คือไอทั่วบ้านกบย่างรถเฉินนิ่งกับบ้านปกบในปปอนต่ออ้อยก่อนดอยเวียการผมมุ่งคือสถานขังขนมครัวบ่เปิดใจที่ใบให้ก็ต่อบ้านเฮาเวียทาเจียบเรื่องตีปีเหมือนบ้านดังทานี้เจียปปอนอุเตดอยบ่มนายปปอนนั่งบ้านในใหญ่ทาดอยซาตายลงมาแจ้งนั่นคือบ้านตกเจ็ดต่อกันเกจีให้ทั่วก็ปกเวียต่ออ้อยเกดาวใบทั่วเปิดใจที่ผมใบการตายมีสมรรถภาพคลั่งคล้ายจึงมูลดานอก็มีการสบายเจ็ดอีกครั้งจอมนายเพียบสมอตองบอกก่อนหมกการเฉินนีบอกยังวิ่งคือมวยโรยเพียโรยวิ่งตามดองก็ปันใต้เฉินนิ่งเราแต่ชงอทาให้แต่ไว้บ้านเจียเปิดใจที่ผมใบตัวบ้านโนบอมนายในปปอนให้แต่ไว้บ้านเจียปปอนเนอตายเหมือนเจียทาก็คือเนอตายเชียมนูงีเงือเฉินนิ่งเรียบนั่งในใหญ่ต่อให้ก็ปันใต้กับเธอบ้านเปิดใจที่ผมใบลดหมอกเชิงเกอย่างเลื่อนส่วนเกหนึ่งชี้เจียมาออฟฟิศมาตะเพียบตัวใบเจียโตฉลองกันโนแกสารบองหนึ่งตุกลมแบบหน้ากับดอยให้กับบ้านสมอเฉินนิ่งปกโนเพียใกล้หมกอ้อยกอดดอยเจอสารต่อไปเฉินนิ่งกับบ้านปกโนปลายมวยต่ออ้อยกอดได้ทั่วเปิดใจติมใบนั่งลางหาดอยแกเงียได้เฉินนิ่งบ้านปกต่ออ้อยกอดนั่นคือโตทั่วแกจิบองกับเพลากอมได้เนอขังกอมป่าสินหลงหนึ่งบ้านทั่วแกใส่อย่างคลั่งทาคลุนเก้หนึ่งทั่วแกเอาเมปะใบทั้งไงกอมกยื่นกับบ้านเคยไหมกับปุงตายทั่วแกฟักหันโนวิเชียดอดมาจุลดาใบเชียบาเฉินนิ่งโนเปตะเก้บ้านบัดบองโนสมาได้มันดองเตียนโนเปนูลูกเมปะคือประกอบเชียมันไอว่าเนียงบ้านโนเตก็ปันใต้กับเธอบ้านกงเจ้าบอลเนียงเฮาบ่
ហើយកលេបមើលកូនចៅរបស់ម៉ៃអឺវិញគឺពោពេញទៅដោយមជុលពីពេញក្បាលទៅហើយព្រមទាំងបានប្រាប់ឲ្យម្ចាស់ស្រីរបស់នាងគឺធ្វើការផ្លាស់ប្ដូរនៅអ្នកដតីក្នុងការសាកល្បងវិជាដល់មជុលនេះបើយើងមកមើលឆាងយូវិញក៏មិនខុសគ្នាអំពីម៉ៃអឺប៉ុន្មានដែរដោយនាងគឺកំពុងតែធ្វើការរៀនធ្វើម្ហូបដើម្បីផ្គប់ចិត្តទៅកាន់ឈិននេះបើយូអ៊ីវិញកំពុងតែធ្វើការហ្វឹកហាត់នៅថាមពលតករបស់នាងដើម្បីបង្កើតបានទៅជាអាវុធជាច្រើនព្រមទាំងបាននិយាយថានៅមេរៀនទី64ត្រូវតែប្រយុទ្ធជាមួយនឹងសត្រូវឲ្យអស់ពីកម្លាំងចំណែកហានចងក៏មិនខុសគ្នាអំពីអ្នកទាំង3ដែរដោយគេគឺកំពុងតែលើកនៅបល្ល័ង្កនេះដើម្បីបង្រឹងកម្លាំងរបស់គេសម្រាប់ការប្រកួតប៉ានៅរាជធានីដៃយ៉ននាពេលខាងមុខដល់ពេលដែលឆើនីងចាចេញពីប៉ាសៀនឡុងដើម្បីធ្វើដំណើរទៅកាន់រាជធានីដៃយ៉នគេគឺមិនអោយអ្នកទាំងអស់គ្នាទៅជាមួយនោះទេដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលក៏ដូចជាបារម្ភចំពោះឆើនីងជាខ្លាំងម៉ៃអឺក៏បានសូមទៅកាន់ឆើនីងឲ្យខ្លួននាងគឺទៅជាមួយនឹងគេសូមទៅមកជួបគ្នាងុំនឹងគឺទៅអោបឆើនីងនឹងទៅនាងគឺមិនធ្វើសកម្មភាពអ្វីផ្ដេសផ្ដាស់នោះទេគ្រាន់តែចង់នៅក្បែរលោកមេប៉ាប៉ុណ្ណោះដើម្បីព្យាបាលនៅជំងឺរបស់លោកមេប៉ាដែលធ្វើឲ្យឆើនីងគឺឡើងឆ្ងល់ហើយម៉ៃអឺនឹងក៏បានគិតនៅក្នុងចិត្តចង់រាយយកបែរជានិយាយនៅរឿងទាំងអស់នេះជាសាធារណៈរួចក៏បាននិយាយដោះសារថាលោកមេប៉ាតែងតែមានភាពស្វាហាប់និងមានអំណាចគឺមិនមាននៅជំងឺអ្វីនោះទេដែលធ្វើឲ្យពួកគេអស់សំណើចចំពោះនាងជាខ្លាំងឆើនីងក៏បានរៀបចាកចេញពីទីកន្លែងនេះចាប់តាំងពីមេប៉ាបានបញ្ជាបន្តមកខ្លួនគេនឹងនៅការពារពីកន្លែងនេះសូមឲ្យមេប៉ាកុំពួយបារម្ភអីចំណែកព្រឹទ្ធាចារ្យទី11ក៏បានគិតនៅក្នុងចិត្តថាគេបែរជាហ៊ានតតាំងនឹងបាក់រាប់រយដតីទៀតតែម្នាក់ឯងហើយវាប្រសើរជាងអ្វីដែលមេប៉ាសៀនធានបានធ្វើពីអតីតកាលទៅទៀតបើព្រឹទ្ធាចារ្យឈីលៀនវិញក៏បានថាគេបែរជាហ៊ានធ្វើដំណើរទៅតែម្នាក់ឯងក៏សិនបើគេស្លាប់នៅទីកន្លែងនោះខ្លួនគាត់នឹងគឺអាចចូលទៅអាចារ្យសម្ងាត់បានដោយរបៀបណារួចក៏បានត្រៃឲ្យឆើនីងឈប់សិនដោយគេគឺមាននៅឆន្ទៈក្នុងការដឹកនាំវាគឺជាសំណាងរបស់គាត់ក៏ប៉ុន្តែខ្លួនគាត់ក៏មាននៅការពួយបារម្ភចំពោះគេខ្លះដែរដូច្នេះហើយមុនពេលដែលគេចាក់ចេញទៅខ្លួនគាត់ចង់ធ្វើនៅកិច្ចសន្យាមួយជាមួយនឹងគេជាថ្នូរគេទៅតែនាំខ្លួនគាត់ចូលទៅកាន់អាណាចក្រសម្ងាត់ដោយការពីមុនបកកម្ពុជាទាំង6មានផែនការរួមគ្នាដើម្បីឡោមព័ទ្ធប៉ាសៀនឡុងនិងធ្វើការបំផ្លាញនៅទីកន្លែងនេះហើយអ្នកទាំងអស់គ្នាប្រកាសជាមិនបានដឹងនោះទេទោះបីជាពួកគេមិនទាន់បានរួបរวมគ្នាក៏ដោយក៏ប៉ុន្តែខ្លួនគាត់គឺមិនទាន់បានបោះបង់នៅគំនិតនោះចោលនោះទេហើយក៏បានថាលោកមេប៉ាគឺចង់ដឹងដែរទេថាពួកគេគឺជាអ្នកណាដែលធ្វើឲ្យឆើនីមានការចាប់អារម្មណ៍បន្តិចព្រមទាំងបាននិយាយថាសត្រូវគឺនៅទីកង្កឹតហើយចំណែកពលវិញគឺនៅកន្លែងភ្លឺព័ត៌មានដែលព្រឹទ្ធាចារ្យឈីលៀនផ្ដល់មកនេះគឺពិតជាមានសារៈសំខាន់ណាស់ចំពោះសុវត្ថិភាពរបស់គេគាត់ប្រកាសជាចង់បាននៅអ្វីដែលមានតម្លៃខ្ពស់ជាក់ជាមិនខានដើម្បីផ្លាស់ប្ដូរនៅព័ត៌មាននេះក៏ប៉ុន្តែនាងគឺមិនដឹងនោះទេថានៅក្នុងខ្លួនរបស់នាងគឺមាននៅលុយគ្រប់គ្រាន់ដែរទេដែលធ្វើឲ្យម៉ៃអឺក៏បានចេញមុខមកនិយាយតើវាគឺមិនមែនជាប៉ាសៀនអ៊ីនដែលគាត់គ្រប់គ្រងទេហើយនៅមានប៉ាបិសាចអូជីប៉ាឈីងយៀនវិមានធានយិនយោឡងលឆាហើយនិងប៉ាថៃអ៊ីនដែលធ្វើឲ្យព្រឹទ្ធាចារ្យឈីលៀននឹងឡើងកៀងហើយក៏បានថាតើវាគឺអាចទៅរួចបានដោយរបៀបណាដោយសារតែវាគឺជាអាចកំបាំងកំពូលហើយរួចក៏បានបើឲ្យគាត់ធ្វើការផ្លាស់ប្ដូរនៅលក្ខខណ្ឌនេះដែលធ្វើឲ្យគាត់នឹងក៏បាននិយាយឡើងថាក្នុងនាមខ្លួនគាត់គឺជាមេដឹកនាំនៃប៉ាសៀនអ៊ីនរយៈពេលរាប់រយឆ្នាំមកនេះមាននៅទ្រព្យសម្បត្តិជាច្រើនអ្វីក៏ដោយដែលគេចង់បានឆាំនិយាយចេញមកនៅថ្ងៃនេះដាច់ខាតខ្លួនគាត់ត្រូវតែចូលទៅកាន់អាណាចក្រសម្ងាត់ឲ្យបានតែធ្វើឲ្យឆើនីងក៏បានធ្វើការផ្ដល់សញ្ញាទៅឲ្យម៉ៃអឺនិយាយអ្វីបន្ថែមទៀតដោយប៉ាសៀនឡុងគឺជាប៉ាដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ1ដូច្នេះហើយនៅក្នុងអាណាចក្រសម្ងាត់នោះមាននៅឱកាស8ដើម្បីឲ្យខ្លួនគាត់ក្លាយទៅជាអ្នកខ្លាំងជាងគេនៅក្នុងពិភពលោកដោយសូម្បីតែឱកាសមួយក៏ដោយក៏អាចឲ្យគាត់ក្លាយទៅជាអ្នកខ្លាំងផងដែររួចឆើនីងក៏បានផ្ដល់សញ្ញាទៅឲ្យឆាងយូជុំនេះពិសេសជាច្រើនដែលបានបន្សល់ទុកដោយមេប៉ាគ្រប់ចំនួនមិនទាន់មានអាណាគារម្នាក់បានរៀននៅឡើយនោះទេក៏ប៉ុន្តែវាគឺត្រូវការចំណាយនៅទ្រព្យសម្បត្តិជាច្រើនដើម្បីអាចធ្វើការរៀននៅជំនាញទាំងអស់នោះបានដែលធ្វើឲ្យគាត់ក៏បានថាវាក៏ត្រឹមត្រូវមួយយ៉ាងដែរដូច្នេះហើយគាត់គឺត្រូវតែធ្វើការរៀបចំនៅថ្មវិញ្ញាណជាច្រើនទៀតដោយវាគឺមិនទាន់ចប់នៅត្រឹមតែប៉ុណ្ណឹងនោះទេធឺនីងក៏បានផ្ដល់សញ្ញាទៅឲ្យហានចងម្នាក់ទៀតដោយអស់ជំរឹះហានចងក៏បាននិយាយខ្លួនគេគឺបានឮថានៅក្នុងអាណាចក្រសម្ងាត់ក៏មាននៅវិធីសាស្ត្រដើម្បីធ្វើឲ្យខ្លួនមានជីវិតអមតៈក៏ប៉ុន្តែគួរអាណិតខ្លាំងណាស់ដែលខ្លួនគេគឺមិន
មិនអាចធ្វើការចូលទៅខាងក្នុងអាណាចក្រសម្ងាត់បានដែលវាគឺពិតជាអស្ចារ្យខ្លាំងណាស់ក៏ប៉ុន្តែខ្លួនគាត់គឺមិនមាននៅទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីយកមកផ្លាស់ប្ដូរនោះទេឈើនីងក៏បានប្រាប់ឲ្យគាត់គួរតែធ្វើការប្រាប់នៅលក្ខខណ្ឌដែលចង់ធ្វើការផ្លាស់ប្ដូរដែលធ្វើឲ្យព្រឹទ្ធាចារ្យឈីលៀនក៏បានធ្វើការស្បត់ជាមួយនឹងឋានសួគ៌ថានៅក្នុងបករបស់គាត់គឺមានអ្នកដាំដុះក្បាច់គុណចំនួន 3000 នាក់ចោលពីពេលនេះតទៅនឹងចូលរួមជាមួយនឹងប៉ាសៀនឡុងធ្វើតាមបញ្ជារបស់មេបកហើយរាល់ការចំណាយរបស់បកនៅរយៈពេល100ឆ្នាំទៅមុខទៀតខ្លួនគាត់នឹងទទួលខុសត្រូវតែម្នាក់ឯងតែប៉ុណ្ណោះរួចឈិននេះនឹងក៏បានឲ្យកញ្ញាជាងឆេធ្វើការគណនាមើលថាលើកនេះរកបានពិន្ទុប៉ុន្មាន算不过来反正很多ដោយកន្លែងហ្នឹងគឺគេបានបញ្ជាក់នោះទេថាវាគឺជាពិន្ទុឬក៏ជាប្រាក់ដោយការនិយាយរបស់គាត់ទាំងប្រមាណមកគឺមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេដោយលើបែបនេះព្រឹទ្ធាចារ្យឈីលៀនក៏បានធ្វើការស្បត់ជាមួយនឹងឋានសួគ៌ចាប់ពីពេលនេះតទៅអ្វីៗគ្រប់យ៉ាងដែលខ្លួនគាត់នៅថ្ងៃនេះបាននិយាយគឺសុទ្ធតែជាពាក្យពិតបើសិនបើខ្លួនគាត់បានបំពេញនឹងត្រូវបានដាក់ទោសដល់កលន់ទាំង5ដែលដុតខ្លួនប្រាណល្អនៅថ្ងៃនេះខ្លួនគេនឹងនាំគាត់ចូលទៅកាន់អាណាចក្រសម្ងាត់ដែលធ្វើឲ្យព្រឹទ្ធាចារ្យឈីលៀនក៏បានថាវាគឺពិតជាលឿនពេកហើយដោយខ្លួនគាត់គឺមិនទាន់បានអុជធូបនិងងូតទឹកនៅឡើយនោះទេបើទៅទាំងបែបនេះដូចជាមិនមានការគោរពចំពោះដូនតាតតែសោះនៅក្នុងមនសិការឬក៏សមុទ្រចិត្តរបស់ឈិននេះវិញបញ្ញាជាងឆេមានការសប្បាយចិត្តជាខ្លាំងដោយសារតែខ្លួននាងរកបាននៅប្រាក់ជាច្រើនដោយមើលឃើញថាឈិននេះដូចជាមិនមានការសប្បាយចិត្តអីបន្តិចតតែសោះដែលធ្វើឲ្យនាងក៏បានសួរទៅកាន់គេថាតើគឺមិនសប្បាយចិត្តអ្វីអីបន្តិចទេដោយនាងគឺមិនដឹងនោះទេថាពួកយើងគឺនឹងត្រូវប្រឈមមុខជាមួយនឹងអ្វីគេក៏បានបង្ហាញអំពីអតីតកាលបន្តិចនៅពេលដែលឈិននីងកំពុងតែសូបយកនៅកម្លាំងរបស់ពីរវ័យក៏មានឮសំឡេងប្រព័ន្ធមួយផ្សេងទៀតក៏បាននិយាយថានៅពេលអនាគតមនុស្សកាន់តែច្រើននឹងមកជាមួយនឹងកំណប់ទ្រព្យអមតៈដើម្បីសម្លាប់ឈិននីងតែវាគឺចេញមកពីសេចក្តីណែនាំនៃភពកូដ001ត្រូវតែសម្លាប់ឈិននីងដោយផ្អែកទៅលើតម្រុយបច្ចុប្បន្នពួកយើងកំពុងតែដោះស្រាយជាមួយនឹងប្រព័ន្ធដទៃទៀតដែលមានសមត្ថភាពរកប្រាក់ពីទិន្នន័យដែលមានឥទ្ធិពលដូចជាពិភពលោកទាំងមូលដូច្នេះហើយខ្លួនគេគឺត្រូវការកម្លាំងបន្ថែមទៀតយកមកនៅក្បែរខ្លួនរបស់គេដោយសត្រូវគឺមិនទុកឲ្យពួកយើងគឺបានសម្រាប់នោះទេរួចឈើនេះក៏បានបញ្ចេញនៅក្បាលរបស់ពីវ័យចេញមកដែលធ្វើឲ្យកញ្ញាជាងឆេក៏បានថាវាគឺពិតជាអាក្រក់ខ្លាំងណាស់ខ្លួននាងគឺមិនចង់ប៉ះពាល់វានោះទេដោយលើបែបនេះឈើនេះក៏បានបដូរក្បាលរបស់ពីវ័យទៅជាឆ្មាវិញរួចកញ្ញាជាងឆេក៏យកពំយកវាទៅបំបែកកូដដើម្បីធ្វើការគ្រប់គ្រងទៅលើវាបើយើងក៏លេចមកមើលនៅខាងក្រៅនេះវិញក៏ស្រាប់តែមានអ្នកកំពុងតែដេញបើកការវាប្រហារទៅកាន់អ្នកទាំង3ដោយវាគឺជាស្នាដៃរបស់អធិរាជដៃយ័ន្តដោយគាត់គឺបានអះអាងថាប៉ាសៀនឡុងមានបំណងដើម្បីក្បត់ជាមួយនឹងរាជវង្សរបស់ទ្រង់ដូច្នេះហើយបានជាទ្រង់បញ្ជាឲ្យកូនចៅរបស់គាត់ធ្វើការកំទេចប៉ាសៀនឡុងព្រោះយើងក៏បានឃើញមានមនុស្សជាច្រើនធ្វើការបើកការវាប្រហារមកកាន់បាំងការពារដែលពួកគេគឺសុទ្ធតែជាមនុស្សដែលបានគ្រប់គ្រងដោយអធិរាជនៅក្នុងខ្លួនរបស់ពួកគេគឺមាននៅវីរុសការពិភាក្សាមុនយើងបានដឹងរួចមកហើយថាអធិរាជដៃយ័ន្តបានបញ្ជាឲ្យមនុស្សឲ្យមកវាប្រហារមកកាន់ប៉ាសៀនឡុងដោយពួកគេទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាមនុស្សដែលមកពីប៉ាធានលីប៉ាជាវយ៉ៅនិងប៉ាស៊ីងអ៊ីនមេអឺក៏បានថាខ្លួននាងមិនហ៊ាននិយាយនោះទេថាពីណាគេគឺស្ថិតនៅពីខាងក្រោយរឿងទាំងអស់នេះដោយមេអឺនិយាយបែបនេះគឺចង់និយាយឌឺទៅកាន់ឆាងយូដោយសារតែអ្នកដែលនៅពីខាងក្រោយរឿងទាំងអស់នេះគឺជាអធិរាជដៃយ័ន្តដែលទៅជាឪពុករបស់នាងក៏ប៉ុន្តែកញ្ញាឆាងយូបែរជាមិនបានខ្វល់អំពីរឿងទាំងអស់នេះតទៅសោះរួចអ្នកទាំង4ក៏បានធ្វើការបញ្ចេញនៅធម៌ពលរបស់ពួកគេដើម្បីត្រៀមចូលទៅប្រយុទ្ធជាមួយនឹងពួកគេក៏ប៉ុន្តែក៏ត្រូវបានឈើនីងហាមឃាត់ដោយសារតែគេចង់ចូលទៅតែម្នាក់ឯងបន្ទាប់ពីឈើនីងបានបើកបាំងការពារចេញពួកអចរចាមទាំងអស់ហ្នឹងក៏បានធ្វើការសម្រុកចូលទៅបើកការវាយប្រហារទៅកាន់ឈើនីងព្រមទាំងបានធ្វើការស្រែកថាពួកគេនៅថ្ងៃនេះនឹងធ្វើការរឹបអូសយកនៅទ្រព្យសម្បត្តិក៏ដូចជាបំផ្លាញនៅប៉ាសៀនឡុងឈើនីងក៏បានហៅឲ្យកញ្ញាជាងឆេចេញមកដើម្បីធ្វើទៅលើសមត្ថភាពអាវុធរបស់គេដែលទើបតែធ្វើការកែប្រែរួចក៏ពីនាងបានចេញមកដល់ក៏បានបញ្ជាឲ្យអាវុធរបស់នាងដែលជាពីវ័យហ្នឹងបាញ់នៅកម្លាំងធម្មពលទៅកាន់ពួកគេបង្កបានទៅជាបំផ្ទុះយ៉ាងខ្លាំងដែលធ្វើឲ្យពួកយើងគឺមិនអាចមើលឃើញថាមានរឿងអ្វីកើតឡើង
ចំពោះពួកគេនោះទេបន្ទាប់មកអ្នកទាំងពីរក៏បានផ្ដល់សញ្ញាឲ្យគ្នាទៅវិញទៅមករួចក៏បានហោះចូលទៅខាងក្នុងប៉ាវេននៃប៉ាសៀនឡុងដោយនេះគ្រាន់តែជាផែនការរបស់ឈឺនីងតែប៉ុណ្ណោះគេធ្វើបែបនេះដើម្បីតែឲ្យកូនប៉ាពួករបស់ស្តូដេញមកពីខាងក្រោយបន្ទាប់មកក៏បើកនៅរបាំងការពាររបស់ប៉ាដើម្បីឃុំឃាំងពួកគេមិនឲ្យចាកចេញទៅប៉ាវេនខាងក្រៅវិញរួចភាគីទាំងសងខាងក៏បានផ្ទុះអាវុធដាក់គ្នា ក៏ហើយជាពួកគេចង់ងាប់លឿនហើយមើលទៅបានជាហ៊ានមកទីកន្លែងនេះដើម្បីបង្កនៅសង្គ្រាមបើបរិមម្នាក់នេះវិញក៏បានបញ្ចេញនៅកម្លាំងធម្មពលរបស់គេយ៉ាងហមហានដើម្បីធ្វើការប្រយុទ្ធជាមួយនឹងឈើនីងម្ដងទៀតក៏ប៉ុន្តែអំពីនោះក៏ទៅបានមីអឺប៉ានៅខ្សែដៃរបស់នាងសំឡេះអាប៉ែម្នាក់ហ្នឹងដោយគ្រាន់តែឈើនីងបានសម្លាប់នៅបរិមពីរនាក់ដែលរៀបនឹងវាប្រហារទៅកាន់នាងក៏ធ្វើឲ្យមីអឺឡើងរំជើបរំជួលក៏ដូចជាសម័យទៅដល់ណាយនឹងបានធ្វើការដើរទៅកាន់កញ្ញាឆាងយូដែលលោកមេប៉ាបានជួយការពារខ្លួននាងបើឆាងយូវិញកំពុងតែរៀនអំពីមេរៀនទី109ដែលការវាប្រហារទៅតែលឿនដូចជារន្ទះរួចក៏មាននៅបរិមម្នាក់បើការវាប្រហារមកពីខាងក្រោយខ្លួននាងក៏ប៉ុន្តែក៏ទៅបានយូអ៊ីបង្កគេនៅនឹងកន្លែងព្រមទាំងបានធ្វើការនិយាយថាគេកុំមកធ្វើការរំខាននៅការរៀននៅមេរៀនរបស់នាងហានចង់បន្ទាប់ពីបានឃើញនៅការប្រយុទ្ធគ្នារបស់ឈើនីងគេមានការកោតសរសើរចំពោះឈើនីងជាខ្លាំងដែលមាននៅអំណាចធម្មពលខ្លាំងជាងគ្រូរបស់គេទៅទៀតដែលទៅជាមេប៉ាចំនួនទី9ហើយក៏បានច្រឡំដៃតែទៅកាន់បល្ល័ង្កនេះដែលធ្វើឲ្យបលឹងរបស់គ្រូរបស់គេដែលស្ថិតនៅក្នុងនោះក៏បានបើយើងក៏លេចមកមើលនៅក្នុងសារធំនេះវិញក៏មាននៅបរិសុទ្ធពីរនាក់ដែលបានលួចចូលមកទីកន្លែងនេះចំណែកព្រឹទ្ធាចារ្យលីនសៀវធានដែលកំពុងតែធ្វើការជីករូងនៅខាងក្រោមហ្នឹងគឺមិនបានដឹងអំពីការប្រយុទ្ធគ្នានៅខាងលើនោះទេហើយបរិសុទ្ធពីរនាក់បាញ់មិញនេះក៏ទៅបានកញ្ញាជាងឆេបាញ់នៅធម្មពលពីខាងក្រោយក៏បានបង្កទៅជាបំផ្ទុះយ៉ាងខ្លាំងដែលធ្វើឲ្យព្រឹទ្ធាចារ្យលីនសៀវធាននៅខាងក្រោមនោះក៏ទៅបានដុំថ្មសង្កត់ពីខាងលើមកមើលនៅក្នុងអាណាចារ្យសម្ងាត់នេះវិញមេប៉ាចំនួនទី3គឺមិនបានពេញចិត្តនៅការសរសេរសាច់រឿងរបស់ព្រឹទ្ធាចារ្យទី4នោះទេហើយក៏បានប្រាប់គាត់គួរតែធ្វើការចាស់ចេញពីទីកន្លែងនេះទៅដែលធ្វើឲ្យព្រឹទ្ធាចារ្យទី4ឈឺចិត្តស្អិតទ្រូងជាខ្លាំងដែលឲ្យខ្លួនគាត់មកធ្វើការសរសេរនៅសាច់រឿងនៅទីកន្លែងនេះឈិននីងដោយសារតែការប្រយុទ្ធគ្នានៅខាងក្រៅក៏ធ្វើឲ្យលំហដែលនៅក្នុងអាណាចក្រសម្ងាត់ក៏បានបែកខ្ញែកជាហេតុដែលធ្វើឲ្យព្រឹទ្ធាចារ្យទី4ក៏ចេញមកខាងក្រៅដែលនៅខាងក្រៅហ្នឹងគឺសុទ្ធតែជាសាកសពរបស់មនុស្សដែលបានចូលមកលុកលុយនៅប៉ាសៀនឡុងហើយកូនចៅរបស់ព្រឹទ្ធាចារ្យទី4មានការឆ្ងល់ចំពោះគាត់ជាខ្លាំងហេតុអ្វីបានជាគាត់ចេញមកលឿនបែបនេះគាត់គឺបានចំណាយនៅទ្រព្យសម្បត្តិអស់ជាច្រើនមកហើយមិនគួរណាចេញមកលឿនបែបនេះនោះទេព្រឹទ្ធាចារ្យទី4ក៏បានធ្វើការកុហកទៅកាន់ពួកគេថាពួកគេទាំងពីរនាក់គឺមិនបានដឹងនោះទេថាគាត់គឺបានរៀននៅពីជាគុណជាច្រើនមិនយូរប៉ុន្មាននោះទេខ្លួនគាត់នឹងក្លាយទៅជាមនុស្សកំពូលនៅក្នុងពិភពលោកមួយនេះមួយរយៈនេះគាត់ទៅបិទទ្វារដើម្បីតាំងសមាធិតែម្នាក់ឯងដូច្នេះហើយគាត់ក៏បានផ្ដល់នៅកិច្ចការមួយទៅឲ្យអ្នកទាំងពីរធ្វើទៅតែប្រមូលយកនៅពីអាចារ្យអារាមការនិយាយដើមគ្នាមានការនិយាយដើមគ្នាទៀតនឹងរឿងគួរប្រភេទប្រគល់មកឲ្យគាត់ដែលធ្វើឲ្យអ្នកទាំងពីរនាក់ហ្នឹងគឺឆ្ងល់ជាខ្លាំងថ្ងៃបន្ទាប់យើងក៏បានឃើញមនុស្សនៃរាជវង្សដៃយ៉នក៏បានធ្វើដំណើរមកទីកន្លែងនេះរ៉ានក៏បានធ្វើការនិយាយទៅកាន់ឈើនេះថាមេប៉ាឈិនពិតជាមាននៅអំណាចធម្មពលអស្ចារ្យមែនដែលបានធ្វើការសម្លាប់នៅពួកព្រឹទ្ធាចារ្យដែលមកពីបកនីមួយៗអស់ជាច្រើនអ្នកហើយឥឡូវនេះពិភពណាំដូរទាំងមូលកំពុងតែងាកមកប្រឆាំងជាមួយនឹងបករបស់គេរួចឈើនេះក៏បានថាពួកគេដោយពួកគេទាំងអស់គ្នាឥឡូវនេះគឺប្រៀបដូចជាអាយ៉ងដែលត្រូវបានគ្រប់គ្រងដោយកញ្ញាជាងឆេដោយកញ្ញាជាងឆេអាចធ្វើការគ្រប់គ្រងនៅមនុស្សច្រើនបែបនេះបានតែរយៈពេលខ្លីប៉ុណ្ណោះបន្ទាប់ពីបានឃើញបែបនេះហើយដែលធ្វើឲ្យរ៉ានមានការភ្ញាក់ផ្អើលចំពោះទស្សនវិជ្ជាដែលបានកើតឡើងនៅចំពោះនាងជាខ្លាំងមុននឹងឈើនេះបើការវិបហាទៅកាន់នាងក៏បានធ្វើការបោះជាសម្ដីទៅឲ្យនាងគួរតែរាយការណ៍ទៅឲ្យអធិរាជដៃយ៉នថាគាត់គួរតែត្រៀមខ
ខ្លួនស្លាប់ឲ្យហើយទៅនឹងបានកាប់ទៅមួយស្នៀតដែលធ្វើឲ្យរ៉ានមិនដឹងជាខ្ទាតទៅដល់ទីណានោះទេចំណែកមេអឺវិញក៏បានហក់មកអោបឈើនេះយ៉ាងលឿនបើយើងក៏មកមើលនៅក្នុងព្រៃមួយកន្លែងក៏បានឃើញនៅអាម៉ាតរបស់ឆាងយូក៏កំពុងតែចងជួជើងព្រះអង្គម្ចាស់ទី2គាត់គឺទទួលបញ្ជាអំពីអ្នកនាងត្រូវតែមើលថែមនុស្សដែលបានដាក់ថ្នាំបំពុលទៅកាន់ព្រះមេដារហូតដល់ស្លាប់ហើយអ្នកនាងទៅបង្ខំខ្លួនចាចេញអំពីធានីដៃយ័នចូលទៅជាប់កោននៅអាសៀនឡុងដើម្បីឲ្យនាងអាចគេចចេញអំពីគ្រោះថ្នាក់ក៏ដូចជាអាចសងសឹកទៅកាន់ពួកគេវិញចាប់ផ្ដើមនៃខ្សែរឿងនៅក្នុងវិមានភាគខាងជើងនៃរាជធានីដៃយ័ននេះវិញយើងក៏បានឃើញក្រុមបកពួករបស់ឈើនេះបានធ្វើដំណើរមកទីកន្លែងនេះដោយសារតែពួកគេហ៊ានបំពេញមកកាន់ប៉ាសៀនឡុងដូច្នេះហើយនៅថ្ងៃនេះមិនចាំបាច់មានជីវិតរស់ទៀតទេបន្ទាប់ពីមន្ត្រីម្នាក់នឹងបានលើនៅពាក្យសម្ដីដ៏ប្រហើនបែបនេះដែលធ្វើឲ្យគាត់ក៏បានដាក់បញ្ជាថានរណាក៏ដោយឲ្យតែអាចកាត់ក្បាលរបស់ពួកគេបានខ្លួនគាត់នឹងគោលមាស 10000 ដុំទៅឲ្យម្នាក់នោះដោយមេតបទាំងពីរនាក់នេះបានធ្វើការរួមនៅកម្លាំងរបស់គេបង្កើតបានទៅជាលឹងថាមពលមួយវាយប្រហារទៅកាន់ពួកគេក៏ប៉ុន្តែក៏ទៅបានមេអឺប្រើនៅខ្សែតៃរបស់នាងបំផ្លាញនៅដួងព្រលឹងសក្តិនោះមិនត្រឹមតែប៉ុណ្ណឹងការវាយប្រហាររបស់នាងក៏បន្តវាយប្រហារទៅកាន់អ្នកទាំងពីរដែលបណ្ដាលឲ្យពួកគេទាំងពីរនាក់លាយសាកសពខ្លាយឈាមដូចជាដំណក់ទឹកភ្លៀងបើការវាយប្រហាររបស់ព្រឹទ្ធាចារ្យទី4ដើម្បីសម្លាប់ពួកទាហានទាំងអស់នោះវិញវាគឺពិតជាគួរឲ្យភ័យខូចពេកហើយរួចក៏មាននៅទាហានម្នាក់កំពុងទាញធ្នូបាញ់ទៅកាន់យូអ៊ីនៅពីខាងលើដំបូលក៏ប៉ុន្តែរំពេចនោះលេងមិនដឹងជាលេចចេញពីកលៀនណានោះទេបានយកនៅអាវុធរបស់គេដើម្បីសម្លាប់ទៅកាន់គេវិញហើយក៏បានលមមាត់ថាចង់រ៉ៃយកនៅមានច្រើនទៀតក៏ប៉ុន្តែវាគឺមិនមែនជាបញ្ហារបស់នាងនោះទេដោយលេងហ្នឹងគឺបានធ្វើការសម្លាប់ពួកគេធ្លាក់ដូចជាចាប់ទៅគ្រាប់អញ្ចឹងបន្ទាប់ពីគាត់បានកលេចមើលទៅកាន់សមរភូមិកូនចៅរបស់គាត់ទៅបានសម្លាប់យ៉ាងគៀលអស់ទៅហើយជាហេតុធ្វើគាត់មានការតក់ស្លុតជាខ្លាំងពួកគេគឺមិនអាចចម្លងគាត់បាននោះទេគាត់គឺជាមន្ត្រីរបស់អធិរាជដៃយ័នគាត់ឥឡូវនេះគឺចង់ជួបជាមួយនឹងមេប៉ាឈើនេះគ្រាន់តែនិយាយចប់ភ្លាមឈើនេះក៏បានលេចចេញពីខាងក្រោយខ្នងគាត់តែធ្វើគាត់ក៏បានសូមអង្វរទៅកាន់ឈើនេះថាគេគួរតែទុកជីវិតឲ្យគាត់ប្រសើរជាងការសម្លាប់ក៏ប៉ុន្តែគាត់តែនិយាយចប់ភ្លាមក៏ទៅបានឈើនេះបានឲ្យគាត់ទៅបើកលុយមិញហ្នឹងគឺនិយាយសម្ដីលយអញ្ចឹងអីទុកនាំតែគ្រោះថ្នាក់នាពេលអនាគតហើយក៏បានដាក់បញ្ជានរណាក៏ដោយឲ្យតែមិនចុះចូលគឺទៅតែសម្រាប់អង្គាលបន្ទាប់ពីឆានីបានចូលមកដល់នៅក្នុងទីធ្លារបស់វិមាននេះវិវ័យបានស្កេនរកឃើញសញ្ញារបស់កំណប់ទ្រព្យទេពអប្សរដែលមានទិសដៅនៅរាជវាំងហើយភាគរយនៃគ្រោះថ្នាក់វិញគឺមានកម្រិតតិចតួចតែប៉ុណ្ណោះជាងឆេក៏បានធ្វើការសន្និដ្ឋានថាកំណប់ទ្រព្យនោះប្រកបជាស្ថិតនៅក្នុងដៃរបស់អធិរាជចាស់ជាមិនខានហើយវាប្រកបជាងាយស្រួលក្នុងការដោះស្រាយជាមួយនឹងគាត់ប៉ុន្តែឆានីបែរជាមានការពួយបារម្ភចំពោះរឿងទាំងអស់នេះយើងគឺដឹងប្រាប់ហើយថាអធិរាជទៅជាឪពុករបស់ឆាងយូដូច្នេះហើយប្រសិនបើឆានីសម្រាប់គាត់ប្រកាសជានាងមានការវិបាកចិត្តខ្លាំងចាស់ជាមិនខានហើយក៏ចំពេលកញ្ញាឆាងយូចង់ជួបជាមួយនឹងឆានីហើយអ្នកបន្ទាប់ពីបានឃើញទស្សនភាពបែបនេះមេអឺក៏បានបបួលពួកគេឲ្យចាយចេញពីទីកន្លែងនេះក៏ប៉ុន្តែព្រឹទ្ធាចារ្យទី4វិញបែរជានៅនិយាយតែម្នាក់ឯងថារឿងដ៏កំប្រុសបែបនេះខាងគឺជាកូនសិស្សចំណិតឯមកខាងទៀតគឺជាស្ទើរដែលទៅដោះស្រាយជាមួយក៏ប៉ុន្តែបែរជាទៅជាឪពុករបស់សិស្សចំណិតរបស់គេទៅវិញរឿងនេះគឺទៅតែសរសេរដើម្បីយកទៅឲ្យតាចាស់នោះហើយនៅក្រោយមកប្រកាសជាដោយគាត់មិនទាន់បាននិយាយនឹងចប់ផងក៏ទៅបានមេអឺចាប់អូសដៃគាត់ចាចេញពីទីកន្លែងនេះធ្វើឲ្យព្រឹទ្ធាចារ្យទី4ហ្នឹងគឺក៏បានប្រាប់ឲ្យនាងគឺចាំបន្តិចទៀតគាត់មិនទាន់បានមើលចំនោះទេនៅពេលដែលអ្នកទាំងពីរនៅតែពីរនាក់ឆានីក៏បានប្រាប់ដល់កាន់ឆាងយូថាប្រសិនបើអូពុករបស់នាងព្រមអនក្បាលសុំចុះចាញ់ខ្លួនគេគឺនឹងមិនយកជីវិតរបស់គាត់នោះទេក៏ប៉ុន្តែក៏ទៅបានឆាងយូប្រាប់ឲ្យឆានីសម្លាប់គាត់ទៅវិញជាហេតុធ្វើឲ្យឆានីក៏រៀងភ្ញាក់ផ្អើលបន្តិចផងដែរហើយនាងក៏បាននិយាយយ៉ាងមុតមាំម្ដងទៀតថាលោកគ្រូគឺទៅតែសម្រាប់គាត់នឹងបានបញ្ចេញក្បួនយកព្រះអង្គម្ចាស់ទី2មកទីកន្លែងនេះបន្ទាប់ពីបានឃើញព្រះអង្គម្ចាស់ទី2ដែលធ្វើឲ្យឆានីក៏បានលន់មាត់ថាគេបែរជាមិនទាន់ស្លាប់ហើយក៏បានសួរទៅកាន់ឆាយូនឹងតើចាប់ព្រះអង្គម្ចាស់ទី2ហ្នឹងគឺនៅទីកន្លែងណាដែលគេគឺទៅបានចាប់ខ្លួននៅខាងក្នុងព្រៃយន្តករដែលបានសម្លាប់ម្ដាយរបស់នាងទូនាងគឺនឹងមិនអោយគេចាក់ចេញបានជាដាច់ខាតបន្ទាប់ពីបានលើបែបនេះហើយព្រះអង្គម្ចាស់ទី2ក៏បានពន្យល់ប្រាប់ទៅកាន់នាងថាខ្លួនគេគឺមិនពាក់ព័ន្ធនឹងរឿង
រឿងនេះនោះទេដោយសារតែគាត់បានបដិសេធមិនអនុវត្តការដាំដុះទី2អ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាការដាំដុះទី2ហ្នឹងគឺជាអ្វីដែលវាគឺប្រៀបដូចជារឿងរបស់ព្រឹទ្ធាចារ្យលីនសៀវធានចឹងតទៅសាច់រឿងរបស់យើងវិញហើយបន្តមកអត្តរាជយានហោធានក៏បានបញ្ជាឲ្យប្រហារជីវិតរបស់គាត់ដែលធ្វើឲ្យខ្លួនគេគឺគ្មានជំនឿអ្វីក្រៅពីធ្វើតាមបញ្ជារបស់ទ្រង់នោះទេដែលធ្វើឲ្យកញ្ញាឆាងយូហ្នឹងគឺពិតជាពិបាកក្នុងការស្ដាប់នៅពាក្យសម្ដីរបស់គេជាខ្លាំងជាហេតុដែលធ្វើឲ្យនាងក៏បានទាត់គេឲ្យចេញឲ្យឆ្ងាយពីនាងបើទោះបីជាទៅកញ្ញាឆាងយូទៅក៏ដោយក៏ប៉ុន្តែព្រះអង្គម្ចាស់ទី2ហ្នឹងក៏បានធ្វើការនិយាយម្ដងទៀតថាខ្លួនគេគឺបានបង្ខំនាងឲ្យទៅកាន់ប៉ាសេឡុងដើម្បីប្រយោជន៍ដល់ខ្លួនរបស់នាងបើសិនបើមិនដូច្នេះនោះទេបរិសុទ្ធចំណាស់នោះប្រកាសជានឹងសម្លាប់នាងជាមិនខានហើយតកូវ៉ាងក៏នឹងទៅបានបញ្ចប់ដូចគ្នាគ្រាន់តែគេបានធ្វើការនិយាយចប់ភ្លាមក៏ទៅបានកញ្ញាឆាងយូក៏បានបញ្ចប់ជីវិតរបស់គេបន្តមកឆាងយូក៏បានធ្វើការលុតជង្គង់សូមអង្វរឲ្យឆើនីងធ្វើការសម្លាប់ទៅកាន់អធិរាជយានហោធានដោយសារតែគេគឺបានធ្វើការសម្លាប់ទៅកាន់ម្ដាយរបស់នាងក៏ដូចជាដើម្បីសងសឹកទៅឲ្យតកូវ៉ាងឆើនីងក៏បានលន់មាត់ថានាងគឺមិនមែនជាកូនស្រីរបស់អធិរាជយានហោធានទេ陈宁啊陈宁កូនសិស្សទៅរបស់គេប្រហែលជាមានអារម្មណ៍សោកសៅខ្លាំងណាស់ហើយគេប្រហែលជាមិនបានកត់សម្គាល់អីបន្តិចតទៅសោះរួចឆើនីងក៏បានលើកកញ្ញាឆាងយូឲ្យកោកឈរពំទាំងបាននិយាយថាចាប់ពីពេលនេះតទៅសេឡុងគឺវាបីដូចជាផ្ទះរបស់នាងហើយពួកយើងទាំងអស់គ្នាគឺជាគូសារតែមួយខ្លួនគេនឹងមិនអោបដៃឈរមើលនៅទុកលំបាកមួយនេះនោះទេបន្ទាប់ពីបានមកដល់ដំណើររាជវង្សយើងបានឃើញត្រឹមតែសាកសពរបស់មនុស្សនៅពីពេញនឹងចំណែកម៉ៃអឺនិងហានចុងវិញក៏បាននិយាយប្រកែកគ្នាតាក់ទងជាមួយនឹងអ្នកទាំងពីរក៏ប៉ុន្តែហានចុងគឺគ្មានគីឡូដើម្បីនិយាយឈ្នះម៉ៃអឺឡើយគុំតែបានយូអ៊ីចូលជួយមកនិយាយនោះទេដោយសារតែព្រឹទ្ធាចារ្យឆាងយូទទួលរងនៅភាពអយុត្តិធម៌ដែលទៅបានអត្តរាជគំរាមកំហែងជាហើយបានជាលោកមេប៉ាគឺធ្វើការចេញមុខមកដោះស្រាយដោយខ្លួនឯងបើម៉ៃអឺក៏បានធ្វើការសម័យថាបើសិនបើមានអ្នកដែលមកធ្វើការគំរាមកំហែងមកកាន់ខ្លួននាងនៅក្នុងអាណាចក្របិសាចនោះលោកមេប៉ាប្រកាសជាសម្លាប់ពួកគេចោលទាំងអស់បន្ទាប់ពីអ្នកទាំងពីរបានបំបែកវាចូលមកដល់ខាងក្នុងឆើនីងក៏បានស្ទុះទៅយ៉ាងលឿនដល់យកនៅកាំបិតប្រច័ណ្ឌចូលទៅវាប្រហារជាមួយនឹងអធិរាជចំណែកឯឆាងយូវិញក៏ធ្វើការបញ្ចេញនៅកម្លាំងធម្មពលក៏យុទ្ធជាមួយនឹងអ្នកទាំង3ឆើនីងគឺមិនអាចធ្វើការវាប្រហារទៅកាន់អធិរាជបាននោះទេដោយសារតែគាត់បានបញ្ចេញនៅធម្មពលនៃលំហយកមករារាំងក៏ដូចជាបានស្រូបយកឆើនីងចូលទៅខាងក្នុងនោះបន្ទាប់ពីឆាងយូបានកំចាត់អ្នកទាំង3រួចរាល់ហើយក៏មានការពួយបារម្ភទៅកាន់ឆើនីងខ្លាំងរួចក៏បានគុំនៅយន្តន្ទះរបស់នាងបង្កើតបានទៅជាដួងពលឹកន្ទះយ៉ាងធំក៏ប៉ុន្តែអធិរាជក៏មិនណយដែរគាត់ក៏បានបញ្ចេញនៅដាវរបស់គាត់បំបែកវាជាច្រើនយកមកទប់ទល់ជាមួយនឹងនាងបើយើងក៏លេចមកមើលនៅក្នុងលំហនេះវិញក៏ស្រាប់តែលេចចេញនៅនោះយន្តមួយចេញមកដោយវាគឺមិនទាន់បាននឹងនិយាយចប់ផងក៏ទៅបានឆើនីងកាប់បំផ្លាញក៏ប៉ុន្តែវាគឺមិនទាន់បានបញ្ចប់នៅត្រឹមតែប៉ុណ្ណឹងនោះទេរំពេញនោះក៏ស្រាប់តែលេចចេញនៅអាវភ្នែកមួយយ៉ាងធំពងតែអាវុធជាច្រើនបានចេញមកតពីទី54នៃរឿងមេដឹកនាំប៉ាសេឡុងបន្តទៀតចាប់ផ្ដើមនៃខ្សែរឿងមកយើងក៏បានឃើញឆើនីងកំពុងតែធ្វើការប្រយុទ្ធគ្នាជាមួយនឹងប្រព័ន្ធនោះដោយប្រព័ន្ធហ្នឹងគឺមានឈ្មោះថាយានវ័យហើយឆើនីងមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់នៅកម្លាំងធម្មពលនេះហើយបន្ទាប់ពីឆើនីងទៅបានយានវ័យចាប់ជាប់គេក៏បានចាប់ផ្ដើមវាតម្លៃទៅលើសែនរបស់ឆើនីងប៉ុន្តែក៏ទៅបានឆើនីងគេចផុតហើយយានវ័យហ្នឹងគឺនៅតែបន្តនិយាយថាគោលដៅគឺមិនអាចស្កេនបាននោះទេហើយគោលដៅមានការទប់ទល់យ៉ាងខ្លាំងបន្ទាប់ពីទៅបានឆើនីងបាញ់យ៉ាងខ្លាំងក្លាដែលបណ្ដាលឲ្យគេក៏បានរលាយនៅរូបរាងកាយមួយនេះប៉ុន្តែវាបែរជាលេចចេញនៅរូបរាងកាយមួយទៀតដោយនេះគឺជាស្នូលនៃគោលរបស់យានវ័យគ្រាន់តែនិយាយចប់ភ្លាមក៏ទៅបានគេបញ្ចេញនៅគ្រឿងឡាស៊ែផ្ដាច់ដៃរបស់ឆើនីងទាំងសងខាងប៉ុន្តែវាគឺមិនមែនជាបញ្ហានោះទេដោយគេគឺអាចធ្វើការបណ្ដូលដៃឡើងមកវិញបានវាប្រហារទៅកាន់យានវ័យមួយដៃដែលបណ្ដាលឲ្យគេក៏បានទៀតចំណែកយានវ័យវិញក៏បានធ្វើការបើកនៅលំហផ្លាស់ទីទៅពីអង្កោយខ្លួនរបស់ឆើនីងចាក់ទម្លុះករបស់គេឥឡូវនេះសរសៃប្រសាទកណ្ដាលរបស់គោលដៅដែលជាឆើនីងហ្នឹងគឺទៅបានបិទសិតគ្រប់គ្រងហើយគេក៏បានជិះចូលទៅខាងក្នុងខ្លួនរបស់ឆើនីងបើយើងក៏លេចមកមើលនៅខាងក្រៅនេះវិញញ៉ាឆាងយូគឺមិនអាចទប់ទល់ជាមួយនឹងអោធានបាននោះទេហើយគាត់ក៏បានថាបើសិនបើនាងបន្តលាក់ខ្លួននៅក្នុងប៉ាស៊ីនឡុងគាត់គឺពិតជាមិនអាចសូបយកនៅឈាមដ៏បរិសុទ្ធនៃព្រះច័ន្ទងងឹតរបស់តកូវ៉ាងបាននោះទេហើយគាត់គឺត្រូវតែអរគុណនាងដែលមានចិត្តក្លាហានដែលហ៊ានមកទីកន្លែងនេះមិនត្រឹមតែប៉ុណ្ណោះបែរជានាំយកនៅដង្វាយដែលជាមេប៉ាទៀនឡុងក៏កូនមកឲ្យខ្លួនគាត់ទៀតនិងបានធ្វើការលេបនៅដំណក់ខ្លឹមសារឈាមរបស់ឆាងយូចំណែកឆាងយូវិញក៏បានឲ្យគាត់គួរតែបិទមាត់ទៅរួចគាត់ក៏បានធ្វើការបញ្ចេញនៅកម្លាំងធម្មពលបំបែកនៅរបាំងការពារក៏
ដូចជាបានសូបយកកញ្ញាឆាងយូយកមកចិត្តគាត់បន្ទាប់ពីចាត់ការនៅរឿងរ៉ាវនៅកន្លែងនេះរួចរាល់គាត់នឹងទៅប៉ាក់ថៃអ៊ីនដើម្បីយកកំណប់ត្រឡប់មកវិញក៏ប៉ុន្តែឆាងយូវិញបែរជាមិនមានការភ័យខ្លាចអីបន្តិចតទៅសោះបែរជាញញឹមយ៉ាងមានទំនុកចិត្តបើយើងក៏លេចមកមើលនៅខាងក្នុងនេះវិញឆើនីងកំពុងតែទៅបានយានវ័យគ្រប់គ្រងស្ទើរតែទាំងស្រុងទៅហើយបើសិនបើគេយកនៅរាងកាយមួយនេះគេប្រកាសជាមានតែក្បាលប៉ុណ្ណោះក៏ប៉ុន្តែយានវ័យវិញបែរជាថាបានត្រឹមតែក្បាលរបស់គេក៏ដោយក៏ប៉ុន្តែវានៅតែជារាងកាយតាមរយៈការជាតិចូលនៃពិភពនិមិត្តចូលទៅខាងក្នុងពិភពពិតនេះក៏អាចសម្គាល់បានថាគឺជាការចាប់ផ្ដើមនៃការកើតសារជាថ្មីរបស់គេប៉ុន្តែអំពីនោះក៏ស្រាប់តែឮសំឡេងរបស់ឆើនីងមិនដឹងជានៅកន្លែងណានោះទេបាននិយាយមកកាន់គេដោយរូបរាងកាយរបស់ឆើនីងដែលនៅចំពោះមុខគេនោះវាគ្រាន់តែជាការបំផន់របស់កញ្ញាជាងឆេតែប៉ុណ្ណោះដែលធ្វើឲ្យយានវ័យឆ្លេឆ្លាឡើងពេញនឹងទៅហើយចំណែករាងកាយខ្លួននោះគឺក៏ជារាងកាយបំផន់ក៏បានធ្វើការលៀនដាតឌឺទៅកាន់គេរួចក៏បានផ្ទុះធ្វើឲ្យគេឃ្លាតទៅមួយចម្ងាយរួចក៏បានបញ្ចេញនៅកម្លាំងធម្មពលដ៏ខ្លាំងក្លាប្រាប់ឲ្យឆើនីងគួរតែចេញមកខាងក្រៅឲ្យលឿនដោយយើងគឺមិនទាន់បាននឹងឃើញមនុស្សផងក៏ប៉ុន្តែអាវុធរបស់គេបែរជាទៅបានបំផ្លាញម្ដងមួយដោយស្នាដៃរបស់ជាងឆេចំណែកឆើនីងវិញក៏បានលេចចេញនៅពីអង្កោយខ្នងរបស់គេរួចអ្នកទាំងពីរក៏បានប៉ះអាវុធជាមួយនឹងគ្នាម្ដងទៀតក៏ប៉ុន្តែលើកនេះឆើនីងគ្រាន់តែប៉ះនៅការវាយប្រហារតែមួយស្នៀតប៉ុណ្ណោះក៏អាចកាត់ផ្ដាច់នៅរូបរាងកាយរបស់គេប៉ុន្តែវាគឺមិនទាន់បាត់បង់ជីវិតនោះទេដោយយានវ័យទៅបានចងភ្ជាប់ជាមួយនឹងស្មារតីរបស់ម្ចាស់គេដែលទៅជាអធិរាជហៅធានដ៏រ៉ាំណាស់ឲ្យតែអធិរាជហៅធានមិនទាន់បានបាត់បង់ជីវិតខ្លួនគេក៏អាចរស់រានមានជីវិតបន្តទៀតបើនៅខាងក្រៅនេះវិញឆាងយូក៏បានបញ្ចេញនៅយន្តធម្មពលភ្លើងបង្កើតបានទៅជាធម្មពលនៃរូបរាងកាយខ្លាភ្លើងបំពេញនៅព្រលឹងធម្មពលសត្វរបស់គាត់ដែលធ្វើឲ្យអធិរាជហៅធានរងរបួសមិនសើនោះទេដោយគាត់គឺបានសាងនៅកំហុស3យើងចាំស្ដាប់កញ្ញាឆាងយូរៀបរាប់ទាំងអស់គ្នាដោយទី1គឺគេបែរជាហ៊ានមើលសារទៅកាន់លោកគ្រូរបស់នាងដោយកម្លាំងរបស់គាត់គឺខ្លាំងជាងអ្វីដែលគេគិតទៅទៀតចំណែកទី2វិញគេបែរជាហ៊ានមើលសារទៅកាន់គំនិតរបស់លោកគ្រូនាងដោយលោកគ្រូរបស់នាងគឺបាននិយាយទៅដល់រ៉ាំណាស់ឲ្យតែនាងគឺបង្ហាញនៅភាពទន់ខ្សោយអ្នកប្រកាសជាធ្លាក់ចូលទៅក្នុងអន្ទាក់ចំណែកទី3វិញគេបែរជាហ៊ានធ្វើការមើលងាយទៅកាន់ការបង្រៀនរបស់លោកគ្រូមកកាន់នាងរួចកញ្ញាឆាងយូក៏បានបញ្ជានៅធម្មពលយន្តរបស់នាងទាំងប្រមាណវាប្រហារទៅកាន់អធិរាជដែលយន្តដែលកំពុងតែមិនអាចរើបំរាតនាបានចំណែកនៅខាងក្នុងនេះវិញឆើនីងក៏បានកុំតិចនៅរាងកាយរបស់ប្រព័ន្ធនឹងដូចជាធូលីដោយអ្នកទាំងពីរបានបញ្ចប់នៅការប្រយុទ្ធគ្នានៅពេលតែមួយប្រជាជននៃរាជធានីដាយ៉ននេះវិញបែរជាមានការឆ្ងល់ហេតុអ្វីបានជាមានការបាញ់នៅកំជួចដោយវាគឺមិនទាន់ដល់ពេលដុតកំជួចថ្វាយបង្គំដូនតានោះទេចំណែកហាងចុងនេះវិញក៏បាននិយាយថាវាគឺពិតជាល្អខ្លាំងណាស់សកម្មភាពដែលបានកើតឡើងដោយមេប៉ាគឺតែងតែអស្ចារ្យចំណែកមេអឺវិញក៏បានរត់ពីកង្កោយខ្នងរបស់គេទៅរកឆើនីងយ៉ាងលឿនបន្ទាប់ពីបានកំចាត់អធិរាជយានហៅធានដែលជាមេបញ្ហារួចរាល់អ្នកទាំងអស់គ្នាក៏បានជប់លៀងជាមួយនឹងគ្នាញ៉ាឆាងយូរៀបនឹងនិយាយទៅហើយក៏ប៉ុន្តែក៏ទៅបានមេអឺដនដើមនិយាយមុនថាមេប៉ាគឺបានដឹកនាំការវាយប្រហារដោយផ្ទាល់ដើម្បីលុបបំបាត់អធិរាជយានហៅធានហើយបានពង្រឹងនៅកេរ្តិ៍ឈ្មោះរបស់ប៉ាបានយ៉ាងរឹងមាំដូច្នេះហើយពួកយើងទាំងអស់គ្នានៅថ្ងៃនេះគួរតែផឹកឲ្យណានៃម្ដងហើយក៏បានទៅត្អូញត្អែតដាក់ទៅកាន់ឆើនីងថាបញ្ហាដែលឆាងយូគឺបានជួបប្រទះគឺបានដោះស្រាយរួចទៅហើយក៏ប៉ុន្តែខ្លួននាងក៏មាននៅបញ្ហាផងដែររៀបនឹងនិយាយបន្តទៀតទៅហើយក៏ប៉ុន្តែក៏ទៅបានហានចងនិយាយកាត់ថាបន្ទាប់ពីបានសម្លាប់អធិរាជយានហៅធានរួចរាល់ប៉ាជាច្រើនបានចូលរួមជាមួយនឹងប៉ារបស់យើងហើយយើងគួរតែធ្វើដូចម្ដេចចំពោះទ្រព្យសម្បត្តិដែលបានរឹបអូសបានមេអឺក៏បានរੂទៅកាន់ឆើនីងម្ដងទៀតថាព្រឹត្តិការណ៍នៃប៉ាបិសាចរបស់នាងកំពុងតែគំរាមកំហែងមកកាន់ខ្លួននាងគឺឥតឈប់ឈរតតែសោះប៉ុន្តែប្រហែលជាឆើនីងមិនបានឮនៅការនិយាយរបស់មេអឺហើយបានជាគេនិយាយទៅកាន់ឆាងយូទៅវិញថាចាំពីពេលនេះតទៅរាជធានីដាយ៉ននឹងក្លាយទៅជាកម្មសិទ្ធិរបស់ឆាងយូហើយទ្រព្យសម្បត្តិនិងកម្លាំងទាំងអស់តួនាងគឺជាអ្នកគ្រប់គ្រងបើយើងក៏លេចទៅមើលទឹកមុខរបស់មេអឺវិញគឺមិនដឹងជាគ្រឹះតំណានទេចំណែកឆាងយូវិញក៏បានថាអ្វីៗគ្រប់យ៉ាងដែលខ្លួននាងមានគឺជារបស់លោកគ្រូទាំងអស់ហើយសូមឲ្យលោកគ្រូគឺទទួលយកវាបើមេអឺវិញគឺឡើងឆេះដុំទៅហើយបែរជាយកនៅរាជធានីដាយ៉នទាំងមូលជាថ្លៃបណ្ណាការហាក់បីដូចជាកញ្ញាសៀវមីដូចជាមាន
មានរឿងចង់និយាយដែលធ្វើឲ្យមីបែរមុខមកទាំងស្នាមនឹងញើសក៏ប៉ុន្តែនៅក្នុងខ្លួនវិញមិនដឹងជាខឹងដល់កម្រិតណានោះទេបន្ទាប់ពីបានឃើញទឹកមុខរបស់អ្នកទាំងពីរបែបនេះដែលធ្វើឲ្យអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីកន្លែងនោះនាំគ្នាគាំងអស់ទៅហើយអំពីនោះក៏សឹកតែមានរៀមច្បងពូហ្វៃនិងតាស្រាបានលេចមុខចេញមករៀមនឹងដើរចូលមកអង្គុយទៅហើយក៏ប៉ុន្តែអំពីនោះក៏សឹកតែរៀមច្បងពូហ្វៃហ្នឹងក៏បានដឹងអំពីចេតនាសម្លាប់របស់អ្នកទាំងពីរហ្នឹងគឺពិតជាខ្លាំងចំណែកឈើនេះរបស់យើងវិញក៏ទទួលបាននៅបេសកកម្មថ្មីដែលតម្រូវឲ្យគេស្វែងរកដាវនៅក្នុងរឿងព្រេងនិទានហើយកិច្ចការមួយនេះគឺមានដំណាក់ទំនងជាមួយនឹងរៀមច្បងពូហ្វៃរួចឈើនេះក៏បានអញ្ជើញឲ្យអ្នកទាំងពីរមកអង្គុយចុះដោយអ្នកទាំងពីរមកទីកន្លែងនេះគឺមិនមែនដើម្បីតែផឹកនោះទេដោយការប្រកួតជ្រើសរើសបកកម្ពុជាគឺត្រូវបានចាប់ផ្ដើមរួចរាល់ទៅហើយក៏បានបើឲ្យឈើនេះគួរតែមានការប្រុងប្រយ័ត្នបន្ទាប់ពីបានលើកដាច់ស្រាមួយពេងក៏ចង់ភ្លក់សាច់ខ្លែមក៏ប៉ុន្តែយើងក៏លេចមើលទៅលើតុវិញគឺអ្នកទាំងពីរបានប្រមូលយកនៅម្ហូបអាហារទាំងអស់ហ្នឹងគឺឈើនេះតែម្នាក់គត់គឺមិនបានទុកឲ្យគាត់នោះទេហើយគាត់ក៏បាននិយាយរៀបរាប់បន្តទៀតថាការប្រកួតជ្រើសរើសបកកម្ពុជារបស់អាណាចក្រលីងជោគឺវាគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះដើម្បីឲ្យពួកគេអាចឈានជើងចូលទៅកាន់ការប្រកួតជ្រើសរើសបកកម្ពុជានៃអាណាចក្រទាំងមូលដោយការប្រកួតនេះគឺមានរយៈពេល1000ឆ្នាំម្ដងបន្ទាប់ពីគាត់បាននិយាយចំអ្នកទាំងអស់គ្នាក៏បានចាប់ផ្ដើមផឹកស្រាជាមួយគ្នាមួយសន្ទុះក្រោយមកយើងក៏បានឃើញមីគឺបានសន្លប់មុនគេបាត់ទៅហើយនៅឡើយតែឆាងយូគឺមិនបានយូរប៉ុន្មានផងក៏បានសន្លប់ម្នាក់ទៀតចំណែកព្រឹទ្ធាចារ្យទី4នេះវិញគឺបន្ទាប់ពីបានស្រវឹងគាត់ក៏បាននិយាយរឿងនៅក្នុងចិត្តតើអ្នកណាដែលបានចូលទៅក្នុងអាណាចក្រសម្ងាត់ហើយនឹងទទួលបាននូវផលប្រយោជន៍ដោយគាត់គឺបានចំណាយពេលយុវវ័យរបស់គាត់និងចំណាយពេលរបស់គាត់សឹងតែពាក់កណ្ដាលជីវិតទៅហើយដើម្បីចូលទៅកាន់អាណាចក្រសម្ងាត់ក៏ប៉ុន្តែអ្វីៗគ្រប់យ៉ាងបែរជាឥតប្រយោជន៍ទៅវិញរួច Channing ក៏បានចាប់អារម្មណ៍ថាខ្លួនគេដូចជាបានភ្លេចអ្វីមួយមិនភ្លេចមានតែចម្លែកហើយព្រឹទ្ធាចារ្យ Lin Xiaotian ប៉ុន្មានវគ្គនេះគឺមិនបានចេញមុខតទៅសោះនៅសង្ងំខ្លួនជីរូងសម្ងាត់យើងគ្រាន់តែមើលទឹកមុខនិងសមលេងទៅក៏ដឹងដែរថាវាគឺយ៉ាងម៉េចចាប់ផ្ដើមភាគទី55យើងក៏បានឃើញអ្នកទាំង3កំពុងតែនិយាយភាសាគ្នានៅខាងក្រោយភ្នំនៃប៉ាសៀនឡុងបងប្រុសលីមកទីកន្លែងនេះប្រកាសជាមានរឿងដែលចង់គេជួយជាជាមិនខានដូច្នេះហើយខ្លួនគេនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពលីពូហ្វៃពិបាកក្នុងការនិយាយប្រាប់ទៅកាន់ឆានីងជាហេតុដែលតាស្រាក៏បាននិយាយជំនួសឥឡូវនេះគេចាប់តាំងកើតមាននៅចិត្តបិសាចនៅក្នុងខ្លួនជាហេតុធ្វើឲ្យកម្រិតហ្វឹកហាត់របស់គេមានការធ្លាក់ចុះធ្វើឲ្យឆានីងរៀងភ្ញាក់ផ្អើលបន្តិចនឹងថាតើស្ទើររបស់គេគឺជានរណាតាមការពិតគឺមិនមែនជាស្ទើរនោះទេក៏ប៉ុន្តែគឺជាលោកគ្រូរបស់គេហើយរូងភ្នំដាវបរិសុទ្ធក៏បានបង្ហាញខ្លួនដែលធ្វើឲ្យអ្នកហ្វឹកហាត់វិជ្ជាគុណដាវជាច្រើនធ្វើដំណើរទៅទីកន្លែងនោះចំណែកដាវបរិសុទ្ធវិញតែជ្រើសរើសនៅមនុស្សដែលមានសមត្ថភាពតែប៉ុណ្ណោះក៏រៀបនឹងធ្វើការនិយាយតទៅទៀតហើយក៏ប៉ុន្តែក៏ត្រូវបានលីពូប៉ៃហាមឃាត់បងប្រុសលីក៏ជាមានអារម្មណ៍ថាគ្មានឱកាសដើម្បីទទួលបាននៅដាវបរិសុទ្ធនោះទេហើយខ្លួនគេមានអារម្មណ៍ខ្មាស់នឹងការពៀនបដារបស់លោកគ្រូជាខ្លាំងនិងអារម្មណ៍ភ័យខ្លាចនៃការបាត់បង់បន្ទាប់ពីបានលើឈើនេះនិយាយបែបនេះទៅកាន់ទីពូហ្វៃដែលធ្វើឲ្យតាស្រាក៏បាននិយាយបន្ថែមទៀតបើសិនបើមានភាពភ័យខ្លាចគេកាន់តែមិនមាននូវភាពក្លាហានបើសិនបើបែបនេះតើគេគឺអាចធ្វើការប្រយុទ្ធបានដោយរបៀបណាជាងឆេក៏បានឲ្យឈើនេះសាសួរអំពីដាវដែលបាក់បាយអំពីពួកគេដោយបេសកកម្មនេះគឺទៅតែតាក់ទងជាមួយនឹងរូងភ្នំដាវបរិសុទ្ធឈើនេះគឺមិនស្គាល់អំពីដាវបរិសុទ្ធនោះទេក៏ប៉ុន្តែគេដឹងច្បាស់ណាស់អំពីបងប្រុសលីនៅក្នុងភ្នែករបស់គេមានតែការប្រកួតប្រជែងមិនចេះអត់ធ្មត់ចំពោះការសម្រេចចិត្តនៅពេលដែលគិតអំពីលោកគ្រូគេមិនអាចចាត់ទុកគាត់គឺជាគូប្រកួតនោះទេតែធ្វើឲ្យគេបាត់បង់នៅអារម្មណ៍នៃការប្រយុទ្ធដូច្នេះហើយវាបានធ្វើឲ្យដាវរបស់គេបានបាក់មុននឹងដកចេញពីស្រោមទៅទៀតអ្នកទាំងពីរមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានដឹងថាឈើនេះនិយាយអំពីដាវដែលបានបាក់បែកកាលពីមុននៅពេលដែលគ្រូដាវបានប្រយុទ្ធគ្នាជាមួយនឹងអ្នកដទៃដាវហៅធានដែលនៅក្នុងដៃរបស់គាត់ក៏ត្រូវបានបាក់ដូច្នេះហើយគាត់បានដឹងថាដាវដែលបានបាក់បានคล้ายទៅជាដាវដ៏កំពូលដោយគេគឺមិនគួរណាដឹងអំពីរឿងទាំងអស់នេះនោះទេគេគ្រាន់តែធ្លាប់ឮអ្នកដទៃនិយាយតែប៉ុណ្ណោះដោយវាប្រកាសជាបែបនេះហើយនៅលើកចុងក្រោយដែលលីពូហ្វៃបានធ្វើការប្រយុទ្ធគ្នាជាមួយនឹងឈិននេះចេតនាដាវរបស់គេមានការរីកចម្រើនជាខ្លាំងដូច្នេះហើយគាត់បានសូមឲ្យឈិននេះជួយលីពូហ្វៃម្ដងទៀតដែលធ្វើឲ្យឈិននេះក៏បានផ្ដល់សញ្ញាឲ្យជាងឆេធ្វើការបង្ហាញនៅអ្វីមួយទៅកាន់ពួកគេនិងបានធ្វើការនិយាយទៅកាន់បងប្រុសលីថាគេទៅតែប្រជុំមុខជាមួយនឹងបិសាចដែលនៅក្នុងខ្លួនរបស់គេមិនចាំបាច់មានការប្រកួតប្រជែងនោះទេហើយខ្លួនគេមាននៅអ្វីមួយដែលទៅបង្ហាញអ្វីទៅគឺជាចេតនានៃដាវពិតឈិននេះក៏បានធ្វើដៃចង្អុលទៅកាន់មេឃក៏ប៉ុន្តែវាហាក់បីដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះតើគេប្រកាសហើយថាបាន
បានសូបយកនៅដាវរបស់គេមកដោយគាត់គឺមិនមានអារម្មណ៍ថាមានចេតនាដាវនៃការសម្លាប់នោះទេចំណែកលីបូហ្វេវិញមានការភ្ញាក់ផ្អើលជាខ្លាំងថាវាគឺមិនត្រូវនោះទេបន្ទាប់ពីបានលើបែបនេះហើយជាងឆេក៏បានបាញ់នៅកំភ្លើងរបស់នាងទៅកាន់លើមេឃដែលបង្កើតបានទៅជាថាមពលចម្រុះពណ៌រួចក៏បានបើឲ្យជាងឆេធ្វើការបញ្ឈប់វាទៅកុំឲ្យបង្ហាញនៅឥទ្ធិពលបែបនេះហួសហេតុពេករួចក៏បានធ្វើការសួរទៅកាន់លីបូហ្វេថាតើសកលលោកនេះគឺធំប៉ុណ្ណាហេតុអ្វីបានជាត្រូវប៉ះពាល់ដល់រូងភ្នំនៃដាវបរិសុទ្ធចំពោះចិត្តរបស់គេទៅវិញដល់វាគឺគ្រាន់តែជាកន្លែងងងឹតមួយតែប៉ុណ្ណោះគាត់ថាឆានីងជួយមនុស្សគឺជួយដល់ទីបញ្ចប់ចុះហើយអ្វីបានជាមិនទៅរូងភ្នំនៃដាវបរិសុទ្ធជាមួយនឹងគាត់បន្ទាប់ពីឆានីងបានយល់ព្រមគាត់ក៏បានធ្វើការនិយាយសំដៅទៅកាន់កម្លាំងធម្មពលដែលឆានីងបានបាញ់ទៅលើមេឃថាបើសិនបើវាប៉ះទង្គិចជាមួយនឹងផែនដីក៏ជាមានរណ្ដៅជំរៅ 1000 ហ្វីតជាក់ជាមិនខានហើយវាក៏បានរំលឹកឆានីងអំពីបរិយាលីនសៀវធានបន្ទាប់ពីឆានីងបានធ្វើដំណើរមកមើលបរិយាលីនសៀវធានកំពុងតែធ្វើការជីកនៅរោងសម្ងាត់គេក៏បានបោះដុតថ្មចូលទៅខាងក្រោមដោយវាគឺមានរយៈពេល3នាទីទៅហើយក៏ប៉ុន្តែมันមានឮសូរសំឡេងអីបន្តិចតទៅសោះបើយោងតាមគោលការណ៍នៃការបង្កើនល្បឿនទំនាបរណ្ដៅនេះប្រហែលជាជំរៅរាប់ពាន់ម៉ែត្រដែលធ្វើឲ្យឆានីងមិននឹកស្មានដល់ថាក៏បែរជាល្ងងបែបនេះនៅតែបន្តជីកបន្ទាប់ពីឆានីងបានមកជួបជាមួយនឹងព្រឹត្តិការណ៍ទី8គេក៏បានប្រគល់នៅស្រាមួយប៉ាន់ទៅឲ្យគាត់ខ្លួនគេគឺខានមកមើលគាត់ជាយូរមកហើយបើសិនបើគាត់មាននៅការត្អូញត្អែអ្វីអាចបានមកកាន់គេបានដោយវាបែរជាខុសពីការអំពើទុករបស់ឆានីងជាខ្លាំងព្រឹត្តិការណ៍លីនសៀវធានមិនត្រឹមតែមិនត្អូញត្អែនោះទេព្រមទាំងបានធ្វើការនិយាយថាបើសិនបើវាមិនមែនសម្រាប់តែលោកមេបាក់នោះទេខ្លួនគេអាចធ្វើការសម្រេចបាននៅអ្វីដែលមាននៅថ្ងៃនេះបានដោយរបៀបណាដែលធ្វើឲ្យឆានីងនឹងគឺឡើងឆ្ងល់ហើយថាព្រឹត្តិការណ៍លីនសៀវធាននឹងគឺទទួលបាននៅអ្វីលោកមេបាក់គឺពិតជាពូកែវិនិច្ឆ័យមនុស្សពិតមែនខ្លួនគេកាលពីមុនធ្លាប់ចូលចិត្តនៅភាពឆ្លាតវៃពឹងផ្អែកលើបញ្ញាផ្ទាល់ខ្លួនគ្រាន់តែចង់ដើរទៅតាមផ្លូវកាត់ហើយឥឡូវនេះគឺខ្លួនគេបានយល់ហើយការជីករោងនៅទីកន្លែងនេះគាត់រៀបនឹងបោះបង់ទៅហើយក៏ប៉ុន្តែនៅពេលដែលជីកបាន20ម៉ៃបេះដូងរបស់គាត់គឺប្រៀបដូចជាទឹកនៅពេលដែលជីកបាន50គីឡូម៉ែត្រចិត្តរបស់គាត់មានភាពស្ងប់ស្ងាត់ទាំងស្រុងមានតែគំនិតមួយនៅក្នុងចិត្តតែប៉ុណ្ណោះនោះគឺមានភក្ដីភាពចំពោះលោកមេបាឆើនីងថាគាត់គឺគិតបែបនេះពិតជាអស្ចារ្យខ្លាំងណាស់ចំណែកឆើនីងវិញមានការហួសចិត្តជាខ្លាំងចាប់តាំងពីគាត់មានចិត្តភក្ដីភាពខ្លាំងបែបនេះទៅហើយខ្លួនគេគឺមាននៅភារកិច្ចមួយសម្រាប់ឲ្យគាត់ធ្វើតម្រូវឲ្យគាត់ធ្វើដំណើរគូសផែនទីនៃអាណាចក្រទាំងមូលគាត់រៀបនឹងធ្វើដំណើរចាយចេញទៅហើយក៏ប៉ុន្តែក៏ត្រូវបានឆើនីងឲ្យគាត់គួរតែលុបនៅរូងក្រោមដីនេះជាមុនសិនហើយកុំប្រាប់អ្នកដទៃថាខ្លួនគេនឹងធ្វើដំណើរទៅកាន់រូងភ្នំនៃដាវបរិសុទ្ធបើយើងក៏លេចមកមើលអ្នកទាំង3ដែលធ្វើដំណើរនៅក្នុងព្រៃនេះវិញគ្រាន់តែច្រើននិយាយថាទេសភាពនៅទីកន្លែងនេះពិតជាស្រស់ស្អាតខ្លាំងណាស់ថាបើសិនបើវាមាននៅតូបលក់ស្រាប្រកាសជាល្អហើយរំពេចនោះក៏ស្រាប់តែមាននៅតូបលក់ស្រានៅទីកន្លែងនេះនៅពេលយកបានមកដល់ច្រើននេះក៏បានថាហាក់បីដូចជានៅថ្ងៃនេះពួកយើងត្រូវសម្រាកនៅទីកន្លែងនេះហើយគ្រាន់តែច្រើននេះបាននិយាយចប់ភ្លាមក៏ប្រាប់តែលេចចេញនៅផ្ទះមួយខ្នងនៅពីខាងក្រោយខ្នងរបស់ពួកគេហើយយើងក៏បានឃើញម៉ៃអឺនៅទីកន្លែងនេះផងដែរដោយដឹងពីស្ថានភាពឆានីងក៏បានហៅពួកគេឆាប់ចាយចេញមកជួបគាត់ព្រោះយើងក៏បានឃើញអ្នកទាំង4ក៏បានចេញមកដោយអ្នកទាំង4ក៏បញ្ញាប់យកលេសរៀងខ្លួនម៉ៃអឺក៏បានថាបើសិនបើលោកគ្រូគ្មានការយកចិត្តទុកដាក់អំពីខ្លួននាងតើលោកគ្រូគួរតែធ្វើដូចម្តេចចំណែកកញ្ញាឆាងយូវិញក៏បានថាសិស្សមកទីកន្លែងនេះគឺដើម្បីការពារលោកគ្រូយូអ៊ីគឺមកទីកន្លែងនេះដើម្បីតែរៀននៅមេរៀនបន្តទៀតចំណែកហានចងវិញដោយសារតែខ្លាចឆានីងមិនទម្លាប់នឹងការអង្គុយនៅកន្លែងផ្សេងដូចនេះហើយបានជាគេយកនៅបាឡាំងមកឲ្យឆានីងអង្គុយចំណែកព្រឹត្តិការណ៍ទី4វិញក៏បានថាដោយសារតែឆានីងគឺចង់បាននៅផែនទីទើបគាត់មកទីកន្លែងនេះក៏ប៉ុន្តែដោយសារតែគាត់ចេញមកលឿនពេកក៏បានភ្លេចយកនៅផែនទីនោះមកជាមួយហើយក៏បានសួររកនៅលីងអឺថាតើនាងគឺនៅទីកន្លែងណាបន្ទាប់ពីបានដឹងថាឆានីងបានរកខ្លួនកញ្ញាលីងអឺក៏បានមកយ៉ាងលឿនដល់នាងគឺជាអ្នកបម្រើរបស់លោកមេបាក់ដូច្នេះហើយខ្លួននាងគឺអាចបាត់ខ្លួនបានដោយរបៀបណាបន្ទាប់ពីឆានីងស្ងាត់មួយសន្ទុះគេក៏បានស្ដីទៅកាន់អ្នកទាំងអស់គ្នាបែរជាមិនគោរពតាមបញ្ជារបស់ខ្លួននិងបានដកដង្ហើមធំមួយរួចក៏បានអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើដំណើរទៅជាមួយនឹងគេដែលធ្វើឲ្យពួកគេមានការសប្បាយចិត្តជាខ្លាំងមុននឹងបញ្ចប់នៅសាច់រឿង admin សូមឲ្យអ្នកទាំងអស់គ្នាជួយ recommend ឬក៏ផ្ដល់ជាមតិដើម្បីឲ្យ admin អាចកែលម្អនៅការសម្រាយរឿងរបស់ admin បានអញ្ចឹងមានតែប៉ុណ្្នឹងនោះទេអរគុណច្រើនបាយ
ហ្វឹកហាត់ដូចជាគុណដៅជាច្រើនបានព្យាយាមបើកនៅខ្លងទ្វារនេះដើម្បីឈានជើងចូលទៅខាងក្នុងដែលជារូងភ្នំនៃដាវបរិសុទ្ធក៏ប៉ុន្តែពួកគេគឺមិនអាចធ្វើការបើកវាបាននោះទេដូចជាអបិម្នាក់នេះអីគឺបានព្យាយាមហ្វឹកហាត់យ៉ាងលំបាកអស់រយៈពេល10ឆ្នាំមកហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេគេសុខចិត្តមិនយកប្រពន្ធកូនរក្សានៅភាពបរិសុទ្ធរបស់គេអស់ជាង30ឆ្នាំមកហើយដើម្បីឲ្យចិត្តរបស់គេមានភាពបរិសុទ្ធចំណែកអបិម្នាក់នេះវិញដោយអស់ជំរឿគេក៏បានធ្វើការអុជធូប3ខ្សែសូត្រធម៌ដើម្បីឲ្យទេវតាដែលនៅទីកន្លែងនេះផ្ដល់នូវសញ្ញាមកឲ្យពួកគេបានប្រើនូវស្នេហ៍វិជ្ជាគុណដើម្បីជាកន្លឹះវាប្រហារទៅកាន់ខ្លងទ្វារនេះក៏ប៉ុន្តែវាគឺមិនទទួលបានផលតតែសោះសូម្បីតែរង្គើក៏មិនរង្គើផងរំពេញនោះក៏ស្រាប់តែមាននៅកម្លាំងធម៌ពលរបស់នរណាគេម្នាក់បានវាប្រហារទៅកាន់ខ្លងទ្វារនេះជាហេតុដែលបង្កឲ្យមាននៅកម្លាំងធម៌ពលសាយភាយយ៉ាងខ្លាំងដែលបានវាប្រហារនោះគឺជាអមតៈដាវលីពូភ័យក៏ប៉ុន្តែហេតុអ្វីបានជាកុំបៈពលរបស់ប៉ាសៀនឡុងមកទីកន្លែងនេះដោយការវាប្រហាររបស់គេពិតជាលឿនក៏ដូចជាមាននៅកម្លាំងធម៌ពលយ៉ាងអស្ចារ្យកញ្ញាលីងអ៊ឺក៏កញ្ញាមុខលុយនឹងគ្រាន់តែបានឃើញនៅខ្លងទ្វារដែលបានធ្វើមកពីមាសនាងក៏ចង់យកវារួចក៏បានរត់ទៅប្រាប់ឆានីងគួរតែយកខ្លងទ្វារនេះទៅប៉ាសៀនឡុងខាងយូវិញក៏បានប្រាប់ឲ្យឆានីងគួរតែបើកនៅខ្លងទ្វារនេះឲ្យលឿនទៅក៏ហាក់ជាបេសកកម្មដែលដំណើរឲ្យស្វែងរកនៅដាវដែលបានបាក់បែកក៏ជានៅខាងក្នុងឆានីងក៏បានដើរទៅមុខដើម្បីបើកនៅខ្លងទ្វារនេះចំណែកឯអាចអាចារ្យដែលនៅខាងក្រោយនោះវិញក៏បាននិយាយថាឲ្យគេគួរតែចេះប្រមាថខ្លួនផងពួកគេទាំងអស់គ្នាដែលនៅទីកន្លែងនេះបានព្យាយាមបើកក៏បើកមិនរួចដែរហើយតើគេគឺយកអ្វីមកបើកវាពួកឯងបើមិនចេះនិយាយក៏រៀនបិទមាត់ខ្លះទៅនៅមិននៅទៅនិយាយមើលងាយទៅកាន់ប្តីរបស់ម៉ៃអឺដោយគេប្រកាសជាមិនទាន់ដឹងនោះទេទ្វារនេះគឺជាទ្វារចុងក្រោយដើម្បីឈានដល់ចំណុចកំពូលនៃជំនាញដោអ្វីដែលគេហៅថាជានកើគឺខ្ពង់ខ្ពស់និងអស្ចារ្យដោយជានកើហ្នឹងវាគឺជាឈ្មោះនៃទីតាំងមួយនៃកន្លែងកំសាន្តរបស់ប្រទេសចិនតែបើនៅក្នុងសាច់រឿងនេះវិញគឺអេដមីនអត់ដឹងនោះទេថាវាគឺជាពីព្រោះពេលបានខំព្យាយាមនិយាយយ៉ាងច្រើនក៏ប៉ុន្តែបើយើងក៏លេចមកមើលឆានីរបស់យើងវិញបានបើកនៅខ្លងទ្វារនេះដោយប្រើតែដៃម្ខាងតែប៉ុណ្ណោះជាហេតុដែលធ្វើឲ្យគេមានការគាំងជាខ្លាំងសូម្បីតែអ្នកទាំងអស់គ្នាក៏មាននៅភាពកោតសរសើរចំពោះឆានីជាខ្លាំងដោយលោកមេប៉ាគឺបានបើកនៅទ្វារនេះយ៉ាងងាយចុះហើយវិញបានជាបេះដូងរបស់គាត់មិនងាយស្រួលក្នុងការបើកលោបនាងចូលដោយគេនៅខាងក្រៅសម្ដែងដូចជាមិនបានខំប្រឹងអីបន្តិចតសោះក៏ប៉ុន្តែនៅខាងក្នុងនេះវិញបានប្រើនៅធម្មពលនៃបេះដូងដោឆានីក៏បាននិយាយប្រាប់កាន់ពួកគេត្រូវតែមានចិត្តបរិសុទ្ធចេញពីបេះដូងដោយផ្ទាល់គ្មានការលំបាកគ្មានការវិលវិញបន្ទាប់ពីការផ្លាស់ទីលើកដំបូងហើយគេក៏បានគិតនៅក្នុងចិត្តថាពួកគេទាំងអស់គ្នាបែរជានាំគ្នារុញទ្វារទៅវិញមិនមាននរណាគេម្នាក់មានកំណត់ថាចង់ទាញនោះទេកន្លែងហ្នឹងមានន័យថាពួកគេគឺមិនមែនល្ងងនោះទេក៏ប៉ុន្តែគ្រាន់តែមិនសូវឆ្លាតរួចក៏បានប្រាប់ឲ្យអ្នកទាំងអស់គ្នានៅរងចាំគេនៅខាងក្រៅចំណែកលីពូហ្វៃវិញគឺទៅតាមគេចូលទៅខាងក្នុងបន្ទាប់ពីបានចូលមកដល់នៅក្នុងអាណាចក្រនៃភាពទទេស្អាតពួកគេទាំងពីរនាក់គឺមិនបាននៅជាមួយគ្នានោះទេហើយយើងក៏បានឃើញថានៅទីកន្លែងនេះគឺពោរពេញទៅដោយដាវនីមួយៗដែលមាននៅទីកន្លែងនេះគឺសុទ្ធសឹងតែមានប្រវត្តិរៀងៗខ្លួនដាវនេះមានឈ្មោះថាជីនលីឬក៏ជាដាវគួយវាគឺជាដាវដ៏មានឥទ្ធិពលរបស់អន្តរជាតិកាលពីសម័យបុរាណហើយគេបាននិយាយថាគាត់បានធ្លាប់យកដាវមួយនេះដើម្បីសង្គ្រោះក្មេងប្រុសម្នាក់បានកាត់ក្បាលបិសាចពោះដោយប្រើតែមួយស្នៀតហើយកម្រិតហ្វឹកហាត់របស់គាត់ក៏បានធ្លាក់ចុះ100ឆ្នាំចំណែកមួយនេះវិញគឺជាដាវរបស់ស្ដេចមួយអង្គជាដាវចាប់បដិសន្ធិឡើងវិញវាទៅបានប្រើដល់មនុស្សម្នាក់ដែលចូលចិត្តធ្វើដំណើរជុំវិញពិភពលោកហើយគេបាននិយាយថាមានស្អីស្អាតរាប់មិនអស់នៅជុំវិញខ្លួនរបស់បុរសម្នាក់ដាវមួយនេះវិញគឺកាន់តែអស្ចារ្យដោយវាគឺមានឈ្មោះថាដាវអ៊ូឆិនឬក៏ជាដាវគ្មានធូលីដោយម្ចាស់នៃដាវនេះគឺពិតជាអស្ចារ្យខ្លាំងណាស់គេបានហ្វឹកហាត់នៅផ្លូវអមតៈ2ដោយម្ខាងគឺជាផ្លូវអមតៈនិងម្ខាងទៀតគឺជាផ្លូវអរិយចំណែកបងប្អូនរបស់គាត់មាននៅទ្រព្យសម្បត្តិជាច្រើនដោយគិតថាដាវនេះគឺពិតជាអស្ចារ្យឆានីងក៏បានសាកល្បងយកវាជាហេតុដែលបង្កឲ្យមានការបំជួយនៅទីកន្លែងនោះហើយរំពេចនោះក៏ស្រាប់តែលេចចេញនៅរូបរាងកាយរបស់ឆានីងម្នាក់ទៀតមិនថាការដើរការធ្វើសកម្មភាពឬក៏កម្លាំងធម៌ពលរបស់ឆានីងដែលមានទាំងប៉ុន្មានម៉ានគឺដូចទាំងស្រុងមើលទៅប្រហែលជាដើម្បីតែទទួលបាននូវគេដំណើរដោបរិសុទ្ធគេទៅតែយកឈ្នះខ្លួនឯងជាមុនសិនយុទ្ធសាស្ត្របែបនេះគឺហួសសម័យហើយរួចក៏បានបញ្ចេញនៅកម្លាំងធម៌ពលយ៉ាងខ្លាំងសូម្បីតែរាងកាយមួយទៀតក៏បានបញ្ចេញនៅកម្លាំងធម៌ពលដូចជាឆានីងដែរបេះដូងរបស់ដាវរាងកាយមួយនោះក៏មានដែរក៏ប៉ុន្តែការសូបយកនៅកម្លាំងធម៌ពលរ
របស់វាចេញពីបេះដូងរបស់ដាវលឿនជាងឆើនីងទៅទៀតដោយឆើនីងមិនទាន់នឹងបានសម្រុកចូលទៅបើកការវាយប្រហារជាមួយនឹងវាផងក៏ប៉ុន្តែរាងកាយមួយនោះក៏បានសម្រុកវាយប្រហារទៅកាន់ឆើនីងយ៉ាងលឿនជាហេតុធ្វើឲ្យកញ្ញាជាងឆេភ័យជាងឆើនីងទៅទៀតបើឆើនីងបែរជាបិទភ្នែកមិនបានតបតអ្វីទៅកាន់វានោះទេដាវរៀបនឹងចាក់ទៅដល់ឆើនីងទៅហើយក៏ប៉ុន្តែក៏ទៅបានរលាយម្ដងបន្តិចព្រោះយើងបានឮសំឡេងរបស់បរិសុទ្ធចំណាំម្នាក់បានបន្លឺឡើងថាគេបែរជាហ៊ានធ្វើការបោកប្រាស់នៅទីកន្លែងនេះហើយបានសួរទៅកាន់ឆានីងតើគេនឹងគឺយល់អំពីក្បាច់ដាវដែរទេយល់អំពីការប្រយុទ្ធដល់ដែនកំណត់ដែរទេហើយតើគេនឹងគឺអាចយកឈ្នះដោយគ្រាន់តែបោះបង់បានដោយរបៀបណាគេមិនសមជាអ្នកហ្វឹកហាត់កម្ពុជាគុនដាវតទៅសោះគាត់គឺជាដាវបរិសុទ្ធដែលមានឈ្មោះថាឈីសៀវជាហេតុដែលធ្វើឲ្យឆានីងក៏បានសួរទៅកាន់គាត់ថាតើការសាកល្បងបាញ់មិញនេះតើខ្លួនគេគឺបានឈ្នះហើយនៅគាត់ក៏បានថាគេគឺមិនទាន់បានដកដាវរបស់គេនៅឡើយនេះទេហើយវាគឺមិនទៅបានរាប់បញ្ចូលឡើយដោយដាវគឺមិនទាន់បានដកក៏ប៉ុន្តែគូប្រជែងបានចាញ់ហើយតើគាត់ធ្លាប់ឃើញដាវដែលខ្លាំងជាងនេះដែរទេតើគេស្គាល់គឺក៏យល់អំពីដាវដែរទេគាត់មិនមានអារម្មណ៍ភ័យខ្លាចចំពោះវត្ថុខាងក្រៅនិងគ្មានបំណងចង់ឈ្នះហើយទាំងអស់នេះគឺជាអាណាចក្រខ្ពស់បំផុតនៃជំនាញដាវដោយគាត់នឹងគឺយល់ហើយឆើនីងក៏បានធ្វើការនិយាយបន្ថែមទៀតដោយគាត់គឺយល់អំពីគោលការណ៍ក៏ប៉ុន្តែតើគាត់ហ៊ានប្រឈមមុខជាមួយនឹងមុខរបស់ដាវដែរទេហើយបំផ្លាញនៅធម្មពលខាងវិញ្ញាណដែលធ្វើឲ្យគាត់រៀងមានចិត្តស្ទាក់ស្ទើរបន្តិចដែលឆានីងក៏បានដាក់ទៅកាន់គាត់បន្តទៀតថាការយល់និងការហ៊ាននេះគឺជារឿងពីរផ្សេងគ្នាអ្នកដែលមិនយល់អំពីដាវគឺជាគាត់ដែលធ្វើឲ្យគាត់ឡើងសង្ហាចិត្តថាតើគេគឺហ៊ានថាគាត់គឺមិនយល់អំពីដាវចំណែកកញ្ញាជាងឆេក៏បានចេញមុខមកព្រមទាំងបាននិយាយទៅកាន់ឆានីងថាតើគេកំពុងតែយកលេសអំពីការបោះបង់អំបញ្ញមិញនេះហើយការនិយាយរបស់គេទាំងអំបានម៉ាននេះគឺបងកើតដោយខ្លួនឯងហើយក៏បាននិយាយទៅកាន់គាត់ខ្លួនគេគឺបានឈ្នះហើយចុះឯណាគឺរង្វាន់ចំណែកគាត់ក៏បានគិតថាច្បាប់ដែលគាត់គឺបានបង្កើតមានការស្បត់ចំពោះឆន្ទៈនៃឋានសួគ៌វាគឺជាការពិតដែលគាត់គឺមិនអាចរំលោភបំពានបាននោះទេហើយក៏បាននិយាយទៅកាន់ឆានីងបើទោះបីជាវិធីសាស្ត្ររបស់គេមិនគួរឲ្យគោរពក៏ដោយក៏ប៉ុន្តែច្បាប់គឺនៅតែជាច្បាប់រួចក៏បានបញ្ចេញនៅដាវចំនួន2មកឲ្យឆានីងជ្រើសរើសដោយដាវទី1គឺជាដាវដែលថ្មីហើយនឹងសស្អាតហើយឯចំណែកដាវមួយទៀតវិញគឺជាដាវដែលអេតចាយបាក់បែកអស់ហើយដោយនេះគឺជាជំហានដ៏លំបាកបំផុតក្នុងការសាកល្បងរបស់គាត់តែជាជំហានមួយដែលពិតជាសាកល្បងទៅលើអត្តចរិតរបស់មនុស្សម្នាក់បើកលេសទៅមើលក្មេងម្នាក់នេះវិញគឺមានបុគ្គលិកលក្ខណៈដែលមិនចូលចិត្តបញ្ហាហើយគេច្បាស់ជាជ្រើសរើសដាវដែលថ្មីភ្លឺនោះចាក់ជាមិនខានក៏ប៉ុន្តែវាគឺគួរស្ដាយដាវដែលបានបាក់បែកនោះគឺជាចំណុចកំពូលនៃចេតនាដាវនៅក្នុងជីវិតរបស់គាត់គឺរវល់តែនៅគិតនៅនឹងក៏ប៉ុន្តែឆានីរបស់យើងវិញបែរជាជ្រើសរើសយកនៅដាវដែលបានបាក់បែកទៅវិញតែធ្វើឲ្យគាត់នឹងគឺឡើងលន់មាត់ទៅថាគេបែរជាយកនៅដាវដែលបានបាក់ដោយរបៀបណាហើយមុននឹងឆានីដើរចេញនឹងក៏បានអរគុណទៅកាន់គាត់មុននឹងចាចេញនៅឆ្លៀតឌឺគេទៀតព្រួយកញ្ញាជាងឆេក៏បានថាឆានីគេបែរជាជ្រើសរើសយកវាដោយមិនមានការគិតអីបន្តិចតទៅសោះហើយចំណុចរបស់ឆានីវិញគឺចាំបាច់គិតអំពីវាធ្វើអីបេសកកម្មគឺតែមើលយើងស្វែងរកដាវដែលបានបាក់ហើយខ្លួនគេនឹងជ្រើសរើសយកវាបើយើងមកមើលនៅកន្លែងបលីពូហ្វៃនេះវិញគេបានព្យាយាមប្រយុទ្ធជាមួយនឹងរាងកាយរបស់គេមួយទៀតឡើងអស់កម្លាំងទៅហើយបន្តមកព្រឹត្តិការណ៍ដែលនៅទីកន្លែងនេះក៏បានអបអរសាទរទៅកាន់គេដែលបានប្រយុទ្ធឈ្នះជាមួយនឹងខ្លួនឯងបានឆ្លងកាត់នៅការសាកល្បងមួយនេះរួចក៏បានឲ្យលីពូហ្វៃជ្រើសរើសយកនៅដាវដែលគេចូលចិត្តដោយលីពូហ្វៃក៏បានជ្រើសរើសយកនៅដាវដែលមានលក្ខណៈស្រស់ស្អាតនិងពណ៌ដ៏ឆើតឆាយទៅវិញមិនបានគិតពិចារណាអីបន្តិចតតែសោះពីទី57បន្តទៀតបន្ទាប់ពីអមតៈដាវលីពូហ្វៃបានចេញមកដល់ដែលធ្វើឲ្យកញ្ញាថ្មីច្រឡំថាគេគឺជាឆើនីជាហេតុដែលធ្វើឲ្យនាងខ្មាស់គេជាខ្លាំងរួចគេក៏បានបង្ហាញនៅដាវដែលទទួលបាននៅខាងក្នុងឲ្យអ្នកនរគ្នាបានឃើញដែលធ្វើឲ្យអានចងក៏បានសួរថាតើនេះគឺពិតជាគេដំណើរនៃដាវបរិសុទ្ធពិតមែនឬទេមិនអត់នោះទេដាវនេះពិតជាល្អចំណែកតាស្រាវិញក៏បានប្រាប់ឲ្យគេគួរតែបញ្ញាប់សូយកនៅធម្មពលរបស់វាទុកឲ្យពួកគាត់គឺជាអ្នកការពារក៏ប៉ុន្តែវាគឺចម្លែកខ្លាំងណាស់ដែលគេគឺមិនអាចធ្វើការសូបយកនៅធម្មពលរបស់វាបានបើទោះបីជាគេព្យាយាមម្ដងទៀតក៏ដោយក៏នៅតែបរាជ័យហើយមើលទៅដាវនេះប្រកបជាដាវខ្លាំងជាក់ជាមិនខានដែលធ្វើលីពូហ្វៃក៏បាននិយាយថាហេតុអ្វីទៅបានជារឿងទាំងអស់នេះទៅជាបែបនេះព្រោះយើងក៏បានឃើញនៅបរិសម្នាក់បានធ្វើការវាប្រហែលមកកាន់គេដែលបណ្ដាលឲ្យលីពូហ្វៃបានខ្ទាតដោយបរិសម្នាក់ហ្នឹងគឺមានឈ្មោះថាលូយៀនជាមេក្រុមនៃដាវខ្មោចដោយពួកយើងទាំងពីរនេះគឺខានជួបគ្នាយូរមកហើយក៏ប៉ុន្តែហាក់មើលទៅគេនៅតែមិនអាចធ្វើការគ្រប់គ្រងដាវដែលបានបន្សល់ទុកដោយលោកគ្រូយល់ល្អគេគួរតែប្រគល់នៅដាវមួយនេះមកដែលធ្វើឲ្យលីពូហ្វៃក៏បានស្រែកទៅកាន់គេឲ្យគេធ្វើការដេកយល់សពទៅមនុស្សល្ងងបែបនេះយើងគួរតែបញ្ជូនឯងឲ្យទៅជួបជាមួយនឹងលោកគ្រូ
ក៏ប៉ុន្តែកូនចៅរបស់គេក៏ទៅបានព្រឹត្តិការណ៍ទី4វាទៀតត្រឡប់មកវិញដល់នេះគឺជាជំនួបផ្ទាល់ខ្លួនរបស់គេជាមួយនឹងលីពូហ្វៃវាគឺមិនសមនោះទេដែលប៉ាសៀនឡុងចូលមកជាជ្រែកដល់នៅមេរៀនទី57ត្រូវតែផ្ដល់ជំនួយដល់អ្នកដែលទៅបានគេបៀតបៀនដោយសារតែលីពូហ្វៃបរាជ័យក្នុងការសោកយកនៅថាមពលរបស់ដាវដែលធ្វើឲ្យចិត្តរបស់គេមានភាពច្របូកច្របល់មានតែការកម្ចាត់លូយៀនដោយខ្លួនគេផ្ទាល់នោះទេទើបអាចធ្វើឲ្យចិត្តរបស់គេមានស្ថិរភាពក៏ដូចជាស្ដារនៃការហ្វឹកហាត់របស់គេឡើងមកវិញបែបហ្នឹងបែរជាមាននៅកំណត់អាក្រក់ថានៅពេលដែលគេទទួលបាននូវដាវដែលជាមរតករបស់លោកគ្រូរបស់គេនោះខ្លួនគេគឺមិនខ្លាចពួកគេតទៅទៀតនោះទេព្រោះគេក៏បានធ្វើការបញ្ចេញនៅថាមពលបាញ់ភាសម្រុកចូលទៅបើកការវិភាគជាមួយនឹងលីពូហ្វៃលោកគ្រូរបស់គេបាននិយាយថាលីពូហ្វៃគឺជាអ្នកពូកែខាងវិជាគុណដាវបានឲ្យគេគឺជាអ្នកស្នងតំណែងរបស់លោកគ្រូហើយឥឡូវនេះវាប្រហែលថាលោកគ្រូគួរតែជ្រើសរើសខ្លួនគេបន្ទាប់ពីលីពូហ្វៃបានខ្ទៀតលូយៀនក៏បានបើកការវិភាគម្ដងទៀតព្រមទាំងបាននិយាយថាលោកគ្រូបាននិយាយថាចេតនាដាវរបស់គេមិនបរិសុទ្ធមានដាវល្អនិងដាវអាក្រក់ហើយបានបដិសេធមិនបង្រៀនគេអំពីបច្ចេកទេសនៃដាវពិតប្រាកដចំណែកលីពូហ្វៃវិញក៏ត្រូវបានគេវាប្រហារយ៉ាងដំណំរួចគេក៏បានធ្វើការប្រមូលផ្ដុំនៅថាមពលដាវដែលអាចសម្រាប់អ្នកដទៃបានគឺតែងតែជាដាវល្អដែលធ្វើឲ្យដាវរបស់លីពូហ្វៃក៏បានបាក់បណ្ដាលឲ្យការជឿជាក់របស់គេទៅលើដាវក៏បានបាត់បង់សម្រាប់ដូចជាគេមិនស័ក្តិសមនឹងយល់អំពីចេតនាដាវនោះទេដោយនៅទីបំផុតការជឿរើសរបស់លោកគ្រូនៅតែខុសដោយវាគឺមិនអាចទៅជាបែបនេះបាននោះទេលូយៀនវាប្រហាររៀបនឹងផ្ដាច់ជីវិតរបស់គេទៅហើយក៏ប៉ុន្តែក៏ត្រូវបានឆើនីងចេញមកទប់ស្កាត់គ្រាន់តែឆើនីងចេញមកគឺមានពលឺចែងចាំងជាងគេមកមេប៉ាសៀនឡុងនេះគ្រាន់តែជាចំនួនរវាងគេជាមួយនឹងលីពូហ្វៃតែប៉ុណ្ណោះដោយប៉ាសៀនឡុងគឺជាប៉ាសុចរិតដូច្នេះហើយគេរំពឹងថាมันមានការជឿជាក់នោះទេឆើនីងក៏បានធ្វើការឆ្លើយទៅកាន់គេថាត្រឹមត្រូវហើយប៉ារបស់យើងគឺជាប៉ាសុចរិតដូច្នេះហើយក្នុងនាមជាប៉ាដែលមានតំណែងនិងភាពសុចរិតប៉ាសៀនឡុងរបស់យើងមានអ្វីសំខាន់ជាងគេចំណុចទី1ទៅតែការពារប៉ាចំណែកទី2ទៅតែមានភាពស្មោះត្រង់ចំពោះមេប៉ាទី3រៀនសូត្រអំពីលោកមេប៉ាទី4គាំទ្រប៉ានិងចាត់ទុកប៉ាដូចជាផ្ទះរបស់ពួកយើងនិងការពារភាពយុត្តិធម៌他们没说ដែលធ្វើឲ្យលូយៀននឹងក៏បានធ្វើការនិយាយទៅកាន់ឆានីងថាមានតែគេនោះទេដែលបាននិយាយថាការពារភាពយុត្តិធម៌រួចឆានីងក៏បានបញ្ជាឲ្យអ្នកទាំងអស់គ្នាចូលទៅប្រយុទ្ធជាមួយនឹងលូយៀនដែលធ្វើឲ្យគេពាក្យបីដូចជាកង្កែបដែលត្រូវបានគេប្រមាញ់ឆានីងក៏បានប្រកួតដាវដែលបានបាក់នោះទៅឲ្យលីពូហ្វៃដាវគឺមានមុខ2មុខមួយចំពោះសត្រូវឯមួយទៀតគឺចំពោះខ្លួនឯងគេទៅតែចងចាំរឿងនេះទោះបីជាដាវដែលបានបាក់ក៏ដោយឆន្ទៈដែលរឹងមាំអាចធ្វើឲ្យមនុស្សម្នាក់អស់ចាដែរចំណែកកញ្ញាជាងឆេវិញក៏បានថាការពិភាក្សាមួយនេះគឺមានអត្ថន័យយ៉ាងដូចម្ដេចដោយវាគឺមានន័យថាការនិយាយរបស់គេគឺមិនសំខាន់នោះទេក៏ប៉ុន្តែវាគ្រាន់តែជាផ្លូវមួយដើម្បីឲ្យគេយល់ហើយអ្វីដែលសំខាន់គឺជាការគិតរបស់គេចំណែកលីពូហ្វៃក៏បានទន្ទឹងនៅក្នុងចិត្តថាទោះបីជាដាវបាក់ក៏ដោយឆន្ទៈដ៏រឹងមាំអាចធ្វើឲ្យមនុស្សម្នាក់អស់ចាបានដោយខ្លួនគេគឺបានយល់ហើយដែលធ្វើឲ្យដាវបាក់នៅក្នុងដៃរបស់គេបានបែរខ្លាយទៅជាដាវដែលមានលក្ខណៈពេញលេញដោយនេះគឺជាគេដំណើរពិតប្រាកដរបស់លោកគ្រូហើយគេក៏បានអរគុណដល់កាន់ឆានីងដែលបានណែនាំចំណែកលូយៀនដោយមើលឃើញសភាពការមិនល្អគេក៏បានដាក់មេប្រូចក៏ប៉ុន្តែក៏ទៅបានលីពូហ្វៃទូមកពីខាងមុខគេយ៉ាងលឿនព្រមទាំងបានបើកការវិភាគដែលបណ្ដាលឲ្យគេក៏បានស្លាប់នៅនឹងកន្លែងចំណែកឯចំហាយធម្មពលដាវរបស់គេវិញក៏បានបំបែកនៅរនាំងការពាររបស់រូងភ្នំដាវបរិសុទ្ធដោយដែលបានរំពឹងទុកមាននៅអានកំបាំងមួយទៀតដែលបានលាក់ទុកនៅក្នុងរូងភ្នំនៃដាវបរិសុទ្ធព្រឹទ្ធាចារ្យឈីសៀវមានការសប្បាយចិត្តជាខ្លាំងបន្ទាប់ពីមានអាណាគារម្នាក់អាចបំបែកនៅការឃុំឃាំងមួយនេះរួចលីពូហ្វៃក៏បានរត់ទៅសួរសុខទុក្ខលោកគ្រូថាតើគាត់ពិតជានៅរស់ពិតប្រាកដណាស់ដោយគាត់គឺមិនទាន់បានបាត់បង់ជីវិតនោះទេក៏ប៉ុន្តែខ្លួនគាត់បានជាប់គាំងនៅចំណុចកកស្ទះនៃចេតនាដាវដូច្នេះហើយបានជាគាត់បាននៅវិធីសាស្ត្រនេះដើម្បីតាក់ទាញអ្នកហ្វឹកហាត់វិជ្ជាគុណដាវជាច្រើនឲ្យមកទីកន្លែងនេះនិងសង្ឃឹមថានរណាគេម្នាក់អាចសម្រេចបាននូវភាពស្ទាត់ជំនាញនៃចេតនាដាវជួយខ្លួនគាត់ឲ្យចាកចេញមកខាងក្រៅដោយគេគឺជាសិស្សល្អបំផុតរបស់គាត់ហើយគាត់ដឹងថាគេនឹងក្លាយទៅជាម្នាក់នោះដោយវាគឺពិតជាមិនបានធ្វើឲ្យខ្លួនគាត់ខកចិត្តនោះទេដោយលោកគ្រូគឺមិនដឹងនោះទេថាខ្លួនគេទទួលបានជំនាញដាវយ៉ាងពេញលេញបែបនេះមិនមែនដោយសារតែទេពកោសល្យឬអ្វីផ្សេងនោះទេមានតែមេប៉ាសៀនឡុងតែប៉ុណ្ណោះដែលជាទេពកោសល្យពិតប្រាកដបើមិនមែនដោយសារតែគន្លឹះសំខាន់របស់គេនោះទេខ្លួនគេប្រកាសជាទៅបានបាត់បង់ជីវិតដោយសារតែជំនឿរបស់គេទៅលើដាវបានបាត់បង់មេដឹកនាំប៉ាសៀនឡុងឯងចំណែកឆានីវិញបែរជាថារីករាយណាស់ដែលបានជួបគាត់ដាវបរិសុទ្ធរបស់គាត់
ពិតជាអស្ចារ្យដូចជាពាក្យអាចារ្យបារាំងមែនដោយលោកគ្រូអំបញ្ញមិញនេះនិយាយអំពីអ្វីដោយខ្លួនគាត់នឹងគឺចង់និយាយអំពីមេប៉ាស៊ីឡុងបានប្រើនៅបច្ចេកទេសដាវដ៏អស្ចារ្យដោយគ្រាន់តែដេកដើម្បីប្រឡងនាពេលនោះហើយគាត់គឺពិតជាមានការចាប់អារម្មណ៍ចំពោះគេជាខ្លាំងហើយគាត់ក៏បានគិតនៅក្នុងចិត្តដោយសារតែមិនចង់ឲ្យលីពូហ្វេកបាត់បង់ការជឿទុកចិត្តរបស់គេទៅលើដាវម្ដងទៀតបន្ទាប់ពីបានឮថាមេប៉ាស៊ីឡុងទើបតែប្រឡងចោលដោយមិនបានធ្វើអ្វីសោះបើមិនដូច្នេះទេខ្លួនគាត់នឹងលាតត្រដាងអំពីគេដែលធ្វើឲ្យអ្នកទាំង4មានការកោតសរសើរចំពោះទេពកោសល្យរបស់ឆាននេះជាខ្លាំងហើយសាច់រឿងរបស់យើងក៏បានបញ្ចប់នៅត្រឹមតែប៉ុណ្ណឹងសម្រាប់នៅមុខថ្មីកុំភ្លេចធ្វើការជួយចុច Subscribe Like បើកសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវភាពបន្តទៀតអរគុណច្រើនបាយបាយ